ទី3ករណីសង្ស័យកុមារមានភាពស្លេកស្លាំងសុខភាពទ្រុឌទ្រោមឬអាចប្រឈមនឹងគ្រោះថ្នាក់ការងារដោយប្រការណាមួយនយោជកត្រូវដកហូតកម្មករចិត្តវ័យក្មេងជាបន្ទាន់នឹងត្រូវផ្ដល់ស្ដារនីតិសម្បទាដើម្បីឲ្យកុមារត្រឡប់ទៅទទួលការងារសមរម្យបាទអញ្ចឹងចំណុចនេះក្រោយពេលដែលគាត់បានចាប់ផ្ដើមចូលធ្វើការមួយខែឬក៏2ខែទៅយើងសង្កេតមើលឃើញថាក្មេងហ្នឹងមានសុខភាពគាត់ចាប់ផ្ដើមធ្លាក់ទ្រុឌទ្រោមស្លេកស្លាំងអីហ្នឹងគឺយើងអាចពិនិត្យមើលថាតើអាភាពស្លេកស្លាំងរបស់គាត់អាភាពស្គមស្គាំងរបស់គាត់នឹងអាចជាមកបណ្ដាលមកពីកន្លែងការងារហ្នឹងឬមួយក៏យ៉ាងម៉េចគឺយើងត្រូវពិនិត្យមើលអ្នកដែលនៅពិសេសខាងផ្នែកធនធានមនុស្សនឹងឯងឬមួយក៏ខាងប្រធានយើងមានប្រធានក្រុមឬក៏ប្រធានឡាញគាត់ហ្នឹងគឺយើងពិនិត្យមើលថ្មីហ្នឹងអាចមើលបើសិនជាក្នុងមានករណីហ្នឹងគឺយើងអាចប្រវែការងារគាត់អាចថាប្រវល់ឲ្យគាត់មកធ្វើការងារណាដែលវាស្រាលជាងនឹងវិញបាទដើម្បីឲ្យគាត់មានពេលគ្រប់គ្រាន់សម្រាប់សុខភាពគាត់បាទអញ្ចឹងក្រោយពេលប្រើប្រាស់គឺយើងពិនិត្យមើលទៅលើចំនួន3ចំណុចហ្នឹងបាទមួយទៀតសំទោស4ចំណុចបាទនយោជកប្រតិភូបុគ្គលិកសហជីពនិងភាគីពាក់ព័ន្ធត្រូវចូលរួមរាយការណ៍មកនាយកដ្ឋានការងារកុមារក្នុងករណីសង្ស័យខាងលើដើម្បីការពារឧត្តមប្រយោជន៍កុមារបាទអញ្ចឹងពេលហ្នឹងជួនកាលនយោជកគាត់អត់បានរាយការណ៍ទេនយោជកគាត់មិនសូវបានពិនិត្យមើលទេអញ្ចឹងក្នុងហ្នឹងវាមានប្រតិភូបុគ្គលិកក៏ដូចជាសហជីពបាទដែលគាត់នៅផ្ទាល់ជាមួយពួកគាត់ហ្នឹងណាបើសិននៅក្នុងករណីពួកគាត់ឃើញថាកុមារហ្នឹងមានភាពស្លេកស្លាំងស្គមស្គាំងឬមួយក៏ឃើញសុខភាពគាត់ទ្រុឌទ្រោមហើយយើងអាចស្នើសុំមកខាងប្រធានធនធានមនុស្សឬមួយក៏តំណាងនយោជកអីហ្នឹងឲ្យគាត់ជួយពិនិត្យមើលលទ្ធភាពការងារគាត់ហ្នឹងថាអាចបវលថាឲ្យគាត់ដូរការងារគាត់ឲ្យមកកាន់ការងារអីដែលវាស្រាលវាមិនប៉ះពាល់សុខភាពពួកគាត់ហ្នឹងដើម្បីឲ្យគាត់មានពេលគ្រប់គ្រាន់អញ្ចឹងណាថែទាំសុខភាពផងបាទអញ្ចឹងគឺមាន4ចំណុចហ្នឹងណាក្រោយពេលដែលយើងរើសបានហើយយើងយកមកប្រើប្រាស់ហើយពេលក្រោយពេលដែលយើងប្រើប្រាស់យើងត្រូវពិនិត្យមើលទាំងអស់ហ្នឹងក្រោយពេលដែលក្មេងបានចូលធ្វើការហើយបាទអញ្ចឹងសម្រាប់ចំណុចទី1គឺយើងអស់តំណឹងយើងចូលមកចំណុចទី2ម្ដងបាទលំហស្នើសុំបាទបាទអញ្ចឹងលំហនៃការស្នើសុំប្រើប្រាស់កម្មករចិត្តវ័យក្មេងតាមប្រព័ន្ធ LACMS បាទអញ្ចឹងចំណុចនេះចំណុចទី1ឯកសារសម្រាប់ស្នើសុំទិដ្ឋាការប្រើប្រាស់កម្មករចិត្តវ័យក្មេងអញ្ចឹងដើម្បីស្នើសុំឯកសារស្នើសុំទិដ្ឋាការប្រើប្រាស់កម្មករចិត្តវ័យក្មេងយើងតម្រូវឲ្យមានឯកសារអីខ្លះបាទអញ្ចឹងទី1គឺពាក្យស្នើសុំបាទពាក្យស្នើសុំរបស់យើងគឺយើងទាញចេញពីក្នុងប្រព័ន្ធ LACMS ហ្នឹងតែម្ដងបាទនឹងឯកសារភ្ជាប់មានដូចជាពញ្ញាប័ណ្ណបត្រក្រសួងពាណិជ្ជកម្មឬក៏ពញ្ញាប័ណ្ណបត្រចេញដោយអាជ្ញាធរមានសមត្ថកិច្ចនិងប័ណ្ណបតង់បាទអញ្ចឹងយើងមានប៉ុន្តែឯកសារទាំងអស់ហ្នឹងគឺជាទូទៅមាននៅក្នុងប្រព័ន្ធហើយនៅពេលដែលគាត់ចុះឈ្មោះក្នុងប្រព័ន្ធ LACMS បងដឹងហើយគឺដូចជាពញ្ញាប័ណ្ណបត្រក្រសួងពាណិជ្ជកម្មក៏ដូចជាពញ្ញាប័ណ្ណបត្រដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចឬប័ណ្ណបតង់គឺមាននៅក្នុងប្រព័ន្ធ LACMS ហើយស្រាប់ហើយអញ្ចឹងនេះពញ្ញាប័ណ្ណបត្រចេញដោយក្រសួងពាណិជ្ជកម្មបាទអានេះប័ណ្ណបតង់បាទហើយនេះទម្រង់ពាក្យស្នើសុំបាទពាក្យស្នើសុំនេះគឺយើងទាញចេញពីក្នុងប្រព័ន្ធតែម្ដងណាតិចទៀតយើងចូលដល់លំហយើងចូលដល់ចូលស្នើសុំក្នុងប្រព័ន្ធនឹងមានចំណុចនឹងបញ្ជាក់បន្ថែមទៀតបាទពាក្យស្នើសុំហ្នឹងតិចទៀតប្រហែលជាអាចថាឆ្នាំក្រោយនឹងប្រហែលជាអាចវិវត្តមួយទៀតចំណុចការស្នើសុំទិដ្ឋាការប្រើប្រាស់កម្មករចិត្តពេកក្មេងហ្នឹងប្រហែលជាថ្នាក់ដឹកនាំគាត់ចង់ឲ្យជាប់ជាមួយបញ្ជីឈ្មោះមួយទៀតមុននឹងអនុញ្ញាតតែបច្ចុប្បន្ននេះគឺយើងស្នើសុំសេវានឹងមួយគឺអត់ទាន់មានភ្ជាប់បញ្ជីឈ្មោះក្មេងទេ
យើងគ្រាន់តែចូលបំពេញព័ត៌មានក្នុងប្រព័ន្ធហើយស្នើសុំតែម្ដងតែហើយឆ្នាំ2026នេះនឹងមានការកែប្រែចំណុចនឹងបន្តិចគឺតម្រូវឲ្យមានភ្ជាប់បញ្ជីឈ្មោះក្មេងមកជាមួយមួយទៀតជាមួយពាក្យស្នើសុំហ្នឹងណាប៉ុន្តែឥឡូវនេះគឺមិនទាន់ទេគ្រាន់តែជាការក្រងសិនណាបាទលើកក្នុងផែនការសិនបាទអញ្ចឹងចំណុចនេះមានបងណាគាត់មានចម្ងល់អីទេកន្លែងចំណុចនេះបងបើសិនជាអត់ទេយើងបន្តទៅទៀតព្រោះយើងនៅច្រើនដែរបាទចំណុចទី2ចំណុចខឯកសារស្នើសុំចុះបញ្ជីការសិភៅបញ្ជីចុះនាមក្មេងណាសហគ្រាសគ្រឹះស្ថានត្រូវមានឯកសារដូចខាងក្រោមបាទអញ្ចឹងមានពាក្យស្នើសុំដែលយើងទាញចេញពីក្នុងប្រព័ន្ធឯកសារភ្ជាប់សម្រាប់កម្មករចិត្តវ័យក្មេងមាននៅពេលនេះគឺយើងមានញែកចេញជា2បាទគឺយើងញែកចេញជា2ញែកចេញហ្នឹងថាក្មេង12ទៅក្រោម15ឆ្នាំហើយនឹងក្មេង15ទៅក្រោម18ឆ្នាំអញ្ចឹងសួរថានៅពេលដែលក្មេង12ទៅក្រោម15ឆ្នាំហ្នឹងយើងតម្រូវឲ្យមានឯកសារអីខ្លះបាទហើយក្មេងពី15ឆ្នាំទៅក្រោម18ហ្នឹងគឺតម្រូវឲ្យមានឯកសារអីខ្លះបាទអញ្ចឹងយើងចូលទាំងអស់គ្នាបាទទី1សម្រាប់ក្មេង12ទៅក្រោម15ឆ្នាំគឺតម្រូវឲ្យមានឯកសារ5ណាទី1ទឹកការអនុញ្ញាតប្រើប្រាស់កម្មករចិត្តវ័យក្មេងទី2សិភៅស្នាក់នៅឬក៏សិភៅគ្រួសារទី3សេចក្តីចម្លងបញ្ជាក់សម្បត្តិកំណើតឬសេចក្តីចម្លងសម្បត្តិកំណើតទី4កិច្ចសន្យាការងារជាមួយនយោជកនិងទី5លិខិតនីអាងរបស់អាណាព្យាបាលបាទអញ្ចឹងសម្រាប់ក្មេង12ទៅក្រោម15ឆ្នាំគឺយើងត្រូវការឯកសារ5ហ្នឹងភ្ជាប់មកជាមួយបាទអញ្ចឹងឯកសារទាំង5ហ្នឹងក៏ត្រូវអាប់ឡូតចូលទៅក្នុងប្រព័ន្ធវិញដែរអញ្ចឹងនៅពេលដែលបងស្នើសុំអាសទឹកមួយដាក់ជា file មួយទៅបាទសិភៅស្នាក់នៅឬក៏សិភៅគ្រួសារ scan ដាក់ឈ្មោះ file មួយទៅបាទសេចក្តីចម្លងបញ្ជាក់សម្បត្តិកំណើតហ្នឹងក៏ scan ដាក់មួយដែរកិច្ចសន្យាហើយនឹងលិខិតនីអាងយើង scan ដាក់ភ្ជាប់ជាមួយគ្នាដែរនឹងក្មេង10ទៅក្រោម15ឆ្នាំឥឡូវនេះយើងមកមើលក្មេង15ទៅក្រោម18វិញម្ដងថាឯកសារគាត់នឹងមានអីខ្លះបាទអញ្ចឹងសម្រាប់ក្មេង15ទៅក្រោម18នេះគឺយើងមានឯកសារលើក្មេងនឹងលើក្មេង12ទៅក្រោម15ឆ្នាំបន្តិចណាទី1មានតកាអញ្ញាតប្រាប់កម្មករក្មេងដូចគ្នាសិភៅការងារឬក៏បានសម្គាល់កម្មករចិត្តវ័យក្មេងអានេះគឺលើហើយលើក្មេង12ទៅក្រោម15ឆ្នាំបាទអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាទសិភៅស្នាក់នៅឬក៏សិភៅគ្រួសារសេចក្តីចម្លងបញ្ជាក់សម្បត្តិកំណើតឬក៏សេចក្តីបញ្ជាក់សម្បត្តិកំណើតបាទកិច្ចសន្យាជាមួយនយោជកលិខិតនីអាងរបស់អាណាព្យាបាលបាទអញ្ចឹងសម្រាប់ឲ្យ5ត្រង់13បាទលើសតែ2ចំណុចទេលើសពីក្មេង5ទៅ12ទៅក្រោម15ឆ្នាំលើសតែ2ចំណុចទេណាគឺលើសទី1គាត់ត្រូវមានសិភៅការងារឬក៏បានសម្គាល់កម្មករចិត្តខ្មែរទី2អត្តសញ្ញាណប័ណ្ណគឺយើងមានលើសតែ2ចំណុចហ្នឹងទេក្រៅពីហ្នឹងគឺដូចគ្នាទាំងអស់ដូចក្មេង12ទៅក្រោម15ឆ្នាំដែរបាទអញ្ចឹងចំណុចនេះមានបងណាមានចង្អល់ឬក៏បញ្ហាអីអាចជជែកគ្នាបានណាបងថាហេតុអីបានក្មេងមានឯកសារខុសគ្នាបើសិនជាមានចង្អល់អាចលើកជាសំណួរបានណាបងសូមអញ្ជើញមានទេបងមានជាសំណួរHello បាទលោកគ្រូខ្ញុំមានសំណួរប៉ុន្តែអត់តកតងទៅនឹងឯកសារលោកគ្រូបាទលោកគ្រូអញ្ចេះប្រសិទ្ធបើ
ក្នុងភូមិដោយលោកគ្រូដឹងចឹងនៅក្នុងភូមិស្រុកយើងជួនកាលរដូវនេះជារដូវដែលយើងច្រូតកាត់ហើយដល់ច្រូតកាត់អ្នកស្រុកគាត់មានស្រូវអីហើយយើងឲ្យក្មេងៗនឹងជួយជូនយប់ប្រលប់ហើយយើងជូនសហុយតិចតួចឬក៏ក្មេងៗខ្លះពីដើមមកយើងឲ្យនំឲ្យស្ករគ្រាប់អញ្ចឹងលោកគ្រូបាទអានេះវាអត់មាននៅក្នុងច្បាប់ការងារទេប៉ុន្តែចង់ជម្រាបសួរលោកគ្រូថាទង្វើអញ្ចឹងយើងធ្វើទៅអាចខុសនឹងច្បាប់របស់រដ្ឋាភិបាលដែរលោកគ្រូព្រោះក្នុងជីវភាពខ្មែរខ្ញុំសារឃើញនឹកបាទជាពិសេសឥឡូវនេះគឺរដូវដែលច្រូតកាត់បាទច្រូតកាត់ផងហើយថ្មីនេះមានការឈ្លានពានពីប្រទេសជិតខាងរបស់យើងអ្នកស្រុកមួយចំនួនដូចជាខ្ញុំនៅបាត់ដំបងអីអ្នកស្រុកបាត់ដំបងគឺគាត់ចាប់ដើមជីកលានដ្ឋានជីកត្រង់សេហើយច្បាស់ណាស់នឹងឲ្យក្មេងៗជួយជូនឈើឬក៏ជូនដីដើម្បីបាទធ្វើជាគម្របបិទបាំងលានដ្ឋាននិងគ្រូអាចស៊ីពេល2អាទិត្យ3អាទិត្យទៅតាមការងារទូធំហើយមួយសារទៀតលោកគ្រូក្មេងៗណាដែលអាចប្រើកើតគឺយើងប្រើហើយបាទជួនកាលអាចយក11 12 13ហ្នឹងទៅលោកគ្រូចង់ជំរាបសួរលោកគ្រូថាមួយសារទៀតអាហ្នឹងខុសច្បាប់ដែរគ្រូបើឃើញបើក្រសួងឃើញអាចថាអាចពិន័យយើងនេះលោកគ្រូបាទអរគុណគ្រូបាទអត់ទេបងអាហ្នឹងมันជាផាកអីទេបងអាហ្នឹងយើងគ្រាន់តែការងារជួយប៉ុន្តែបើសិនជាវាព្រោះការងារហ្នឹងវាមិនមែនជាប់លាប់ទេបងត្រូវហ៎វាគ្រាន់តែការជួយតិចទេហើយគាត់សម្រាប់ពីការសិក្សាទេបើពិសេសបើឲ្យគាត់ជួយការងារហ្នឹងក៏ជួយទៅតែមិនឲ្យគាត់បោះបង់ការសិក្សាទេអាហ្នឹងគឺមិនមែនជាពលកម្មទេអញ្ចឹងណាខ្លាចតែគាត់ទៅជួយឲ្យជក់លែងទៅធ្វើការទៅនិយាយថាលែងទៅរៀនណាដល់ពេលទៅធ្វើបានលុយលែងទៅរៀនបោះបង់ការសិក្សាទៅធ្វើនឹងតែម្ដងអាហ្នឹងបានខុសអាហ្នឹងវាទៅជាពលកម្មកុមារតែបើគាត់ជួយសម្រាប់ពីគាត់ជួយយើងក្រោយពេលសម្រាប់ទេប៉ះពាល់ការសិក្សារបស់គាត់ទេអាហ្នឹងគឺយើងមិនរាប់បញ្ចូលជាពលកម្មកុមារទេបងហ្នឹងណាបាទជាការងារជួយបាទយល់គ្រូយល់គ្រូបាទហ្នឹងហើយអរគុណបងសរុនហ្នឹងហើយមានអីទៀតទេបងយើងផ្សេងទៀតមានជាមតិយោបល់អីជួយចែកម្លែកខ្លះមកហើយនៅពេលខ្លះខ្ញុំមិនដឹងដែរបងជួយម្លែកតែមកបើសិនជាអត់ទេយើងចូលទៅចំណុចបន្តទៀតបាទអញ្ចឹងយើងតទៅចំណុចបន្តទៀតបាទអញ្ចឹងឯកសារសម្រាប់ស្នើសុំចុះបញ្ជីការសិភៅចុះនាមក្មេងនេះយើងមានឥឡូវយើងមើលឯកសារគាត់ដែលត្រូវភ្ជាប់ណាបាទនៅពេលដែលបងមានតម្រូវការស្នើសុំប្រើប្រាស់ពួកគាត់អញ្ចឹងបងត្រូវតែមានឯកសារហ្នឹងហើយនេះចាំមើលណាឯកសារទី1អត្តសញ្ញាណប័ណ្ណអានេះសម្រាប់ក្មេង15ទៅក្រោម18ឆ្នាំឯកសារទី2សិភៅគ្រួសារឬក៏សិភៅស្នាក់នៅបាទឯកសារទី3សម្បត្តិកំណើតណាឬក៏សេចក្តីបញ្ជាក់សម្បត្តិកំណើតហ្នឹងឯកសារទី4នេះទម្រង់កិច្ចសន្យាឬក៏លិខិតយល់ព្រមរបស់អាណាព្យាបាលណាដែលគាត់ឯកភាពគាត់ថាឲ្យកូនធ្វើការងារនៅផ្នែកណាមួយដែលយើងគិតថាយ៉ាងដល់សុខភាពពួកគាត់ហើយក៏មិនមែនជាការងារប្រកបដោយគ្រោះថ្នាក់ណាបាទនេះមានការឯកភាពគ្នាពីឪពុកម្ដាយឬក៏អាណាព្យាបាលរបស់គាត់បាទដោយមានការបដិមេដៃហើយក៏មានការចុះហត្ថលេខាដោយនាយកឬក៏តំណាងនាយកសហគ្រាសនឹងដែរបាទឯកសារមួយទៀតកិច្ចសន្យាការងារបាទអញ្ចឹងអាកិច្ចសន្យាការងារនេះពួកខ្ញុំមិនបាច់ចាំតម្រូវឲ្យបងទេមិនបាច់ពួកខ្ញុំផ្ដល់គំរូទេគឺបងប្រកាសជាមានហើយនៅតាមក្រុមហ៊ុនសហគ្រាសមួយគឺគាត់មានជា policy របស់គាត់ហើយបាទគាត់មានកិច្ចសន្យាការងារចងរវាងនយោជិតនយោជកនឹងរួចហើយអញ្ចឹងណាបាទប៉ុន្តែសម្រាប់ក្មេងនៅពេលដែលគាត់ធ្វើអាកិច្ចសន្យាហ្នឹងគាត់ត្រូវភ្ជាប់នេះអាលិខិតមួយនេះដែលមានធានាអះអាងពីអាណាព្យាបាលអមជាមួយគ្នាហ្នឹងទៅរួចហើយណាហើយកិច្ចសន្យាការងារក្មេងចុះបានធម្មតាអត់អី
ទេបាទសមមិញលោកគ្រូបញ្ញាគាត់បញ្ជាក់ច្បាស់ណាពាក់ព័ន្ធនឹងការចុះកិច្ចសន្យាហ្នឹងបាទមួយទៀតគឺពាក្យស្នើសុំបាទអញ្ចឹងពាក្យស្នើសុំនេះក៏យើងទាញចេញពីក្នុងប្រព័ន្ធដែរតិចទៀតយើងចូលដល់ចំណុចតអនុវត្តក្នុងប្រព័ន្ធnàyបាទនៅពេលដែលយើងអនុវត្តនៅក្នុងប្រព័ន្ធយើងនឹងទាញពាក្យនឹងចេញបានហើយនៅក្នុងប្រព័ន្ធមួយទៀតឯកសារមួយទៀតឯកសារភ្ជាប់មកដែរនេះជាឯកសារបញ្ជីឈ្មោះក្មេងទេបាទតារាងជីឈ្មោះក្មេងដែលគាត់ស្នើសុំហ្នឹងណាមានម្នាក់ឬក៏ពីរនាក់អីទៅគឺយើងធ្វើជាតារាងបែបហ្នឹងភ្ជាប់មកបាទឥឡូវនេះយើងចូលដល់លំហូរស្នើសុំម្ដងបាទហើយយើងចាប់ឯកសារហើយឥឡូវយើងចូលមើលរបៀបលំហូរស្នើសុំវិញម្ដងអញ្ចឹងចំណុចនេះប្រហែលជាបងធ្លាប់បានឃើញណាបងធ្លាប់ឃើញអាតម្រង់ឯកសារស្នើសុំហ្នឹងគឺមាន6 7ចំណុចហ្នឹងបងធ្លាប់ឃើញទេធ្លាប់ជួបទេបងទាំងអស់គ្នាជួយផ្ដល់មតិយោបល់តិចមើលខ្ញុំនិយាយតែខ្ញុំយូរចង់ងុយដេកទេនិយាយថាចង់ជួយផ្ដល់ដែរព្រោះប៉ុន្តែអត់ធ្លាប់ប្រើកម្មករវ័យក្មេងចឹងអត់ដឹងនិយាយថាអត់ធ្លាប់ប្រើអញ្ចឹងអត់អីទេយើងអាចចែករំលែកshareចែករំលែកអីបានបងដឹងអាចចែករំលែកបានអត់អីទេណាបាទអញ្ចឹងចំពោះនេះនៅក្នុងប្រព័ន្ធនេះនៅពេលដែលបងស្នើសុំសេវានៅក្នុងប្រព័ន្ធ LACMS គឺប្រហែលជាបងជួបហើយ6 7ចំណុចនេះហ៎បាទគឺមានដូចគ្នាក្នុងសេវាប្រព័ន្ធ LACMS ទាំងប្រមាណគឺប្រើលំហូរនឹងដូចគ្នាលំនាំនឹងដូចគ្នាអញ្ចឹងណាបាទបានន័យថាចំណុចទី1គឺយើងចូលទៅកាន់គេហទំព័រនៅក្នុង website ហ្នឹងបាទចំណុចទី2នៅពេលដែលបងចូលទៅគេហទំព័រហើយបងត្រូវជ្រើសរើសប្រភេទសេវាដែលបងមានតម្រូវការទៅណាដែលមានទាំងដូចជា19សេវាដល់20សេវាក៏ប៉ុណ្ណឹងឥឡូវឡើងថែមទៀតទេបាទអញ្ចឹងយើង select សេវាមួយណាដែលយើងមានតម្រូវការបាទហ្នឹងទី2ទី3នៅពេលដែលយើង select សេវាហ្នឹងហើយយើងចាប់ផ្ដើមបំពេញ email ហើយនិង password ដែលយើងបានចុះឈ្មោះជាមួយនឹងប្រព័ន្ធ LACMS ហ្នឹងចូលមកបាទគេឲ្យយើង log email យើងចូលហើយពេលហ្នឹង user របស់យើងដែលបានចុះឈ្មោះហ្នឹងបាទក្រោយពេលដែលយើង log ចូលមកដល់ចំណុចទី4នេះគឺយើងបំពេញព័ត៌មាននិងឯកសារភ្ជាប់ដែលប្រព័ន្ធតម្រូវឲ្យយើងភ្ជាប់ទៅបាទអញ្ចឹងដូចជានេះចំណុចទី1នេះគឺការស្នើសុំទិដ្ឋាការប្រើប្រាស់កម្មករចិត្តវ័យក្មេងគេតម្រូវឲ្យភ្ជាប់ឯកសារអីខ្លះគឺមានដូចជាព័ត៌មានអ្នកស្នើសុំបាទឈ្មោះភេទទូនាទីលេខទូរស័ព្ទអីចឹងទៅបាទក្រោយពេលដែលយើងបំពេញចំណុចហ្នឹងហើយយើងទាញពាក្យនឹងចេញពីក្នុងប្រព័ន្ធមកវិញណាបាទអញ្ចឹងទីទៀតយើងចូលដល់ក្នុងប្រព័ន្ធហ្នឹងហើយបាទអញ្ចឹងក្រោយពេលយើងទាញពាក្យស្នើសុំយើងយកទៅបោះត្រាចុះហត្ថលេខាដោយនាយកឬក៏ប្រធានផ្នែកធនធានមនុស្សមកបាទបោះត្រាក្រុមហ៊ុនសហគ្រាសគ្រឹះស្ថានហ្នឹងហើយយើងអាប់ឡូតចូលមកក្នុងប្រព័ន្ធហ្នឹងវិញមកហ្នឹងចំណុចទី4ហ្នឹងបាទអញ្ចឹងក្រោយពេលដែលយើងពេញព័ត៌មានហើយរួចអស់យើងបញ្ជូនមកវាចូលដល់ចំណុចទី5ការទូទាត់ថ្លៃសេវាបាទអញ្ចឹងដល់ចំណុចទី5យើងទូទាត់ថ្លៃសេវានៅពេលដែលយើងបញ្ជូនព័ត៌មានទៅវានឹងលោតព័ត៌មានឲ្យយើងហើយបើសិនជាក្នុងករណីឯកសារខុសវាឲ្យយើងកែតម្រូវបើសិនជាក្នុងករណីព័ត៌មានយើងត្រឹមត្រូវនឹងលោតជោគជ័យហើយឲ្យយើងទាញព័ត៌មានបងប្រាក់ហ្នឹងហើយនៅចំណុចទី5ហ្នឹងបាទក្រោយពេលដែលយើងបងប្រាក់រួចវាចូលមកដល់ចំណុចទី6វានឹងលោតផ្ទាំងមួយឲ្យយើងរងចាំរយៈពេលប្រហែលថ្ងៃទៅតាមសេវាមួយបាទសម្រាប់សេវាទិដ្ឋាការប្រើប្រាស់កម្មករចិត្តវ័យក្មេងនេះគឺយើងរងចាំរយៈពេល7ថ្ងៃនៃថ្ងៃធ្វើការបាទអញ្ចឹងយើងរងចាំរយៈពេល7ថ្ងៃនៃថ្ងៃធ្វើការយើងបើសិនជាក្នុងករណីថាឯកសារយើងភ្ជាប់មកត្រឹមត្រូវបាទយើងនឹងចូលចំណុចទី7យើងនឹងទទួលបាន
ឯកសារអាចជា digital បាទអញ្ចឹងឯកសារហ្នឹងវាមាន QR code ណាអត់មានចុះហត្ថលេខាអីទេគឺមានជា QR code ភ្ជាប់មកជាមួយនឹងតែម្ដងបាទអញ្ចឹងបងគាត់ឃើញរាល់ការស្នើសុំសេវានៅក្នុងប្រព័ន្ធរបស់ក្រសួងការងារឥឡូវឃើញដូចជាមិនមានចុះហត្ថលេខាទេមានតែ QR code ទេណាបងរាល់ឯកសារដែលស្នើសុំតាមអនឡាញបានលោកគ្រូ បាទគឺយើងទទួលបានឯកសារមកជាប្រភេទ digital ទេមានតែ QR code ភ្ជាប់មកក្នុងនឹងនៅលើឯកសារយើងហ្នឹងដោយមិនមានចុះហត្ថលេខាទេបាទបន្តិចទៀតខ្ញុំនឹងមាន slide បង្ហាញជូនដូចគ្នាកន្លែងចំណុចហ្នឹងបាទអញ្ចឹងយើងទៅ slide បន្ទាប់បាទឥឡូវនេះយើងចូលមករបៀបនៃការស្នើសុំវិញម្ដងបាទមិញខ្ញុំគាត់និយាយ flow សង្ខេបតិចឥឡូវយើងចូលអនុវត្តយើងចូលមើលនៅក្នុងប្រព័ន្ធណាបាទអញ្ចឹងនៅពេលដែលយើងចូលប្រព័ន្ធនៅក្នុង website របស់ក្រសួង LACMS រួចវានឹងលោតផ្ទាំង dashboard មកបែបហ្នឹងឲ្យយើងទាំងព័ត៌មានណាដែលបង្ហាញសេវាទាំងអស់មានតាំងទី1ទី2ទី3រហូតប្រមាណសេវាគឺបង្លោតបង្ហាញមកទាំងអស់បាទអញ្ចឹងនៅពេលដែលបងមានតម្រូវការទៅលើសេវាណាមួយបងចុចទៅលើហ្នឹងទៅបាទអញ្ចឹងអានេះខ្ញុំឧទាហរណ៍ថាយើងស្នើសុំទិដ្ឋាការចោះអញ្ចឹងសម្រាប់ការស្នើសុំទិដ្ឋាការប្រើប្រាស់កម្មករចិត្តវ័យក្មេងយើងគឺនៅសេវាលេខរៀងទី11បាទអញ្ចឹងកាលណានៅសេវាលេខរៀងទី11បាទបងចុចឲ្យបងពេញអ៊ីមែលទៅបាទយើង select លើលេខរៀងទី11ហ្នឹងបាទយើងចុចមកបន្តទៀតមកបាទបំពេញអ៊ីមែលនិងលេខសម្ងាត់ចូលបាទអញ្ចឹងក្រោយពេលដែលយើងបំពេញអ៊ីមែលលេខសម្ងាត់ចូលវានឹងលោតផ្ទាំងបែបនេះឲ្យយើងបាទវានឹងផ្ទាំងបែបនេះឲ្យយើងបាទបន្តទៀតយើងបាយអ៊ីមែលយើងចូលវានឹងឲ្យយើងរើសរូបភាពសម្រាប់នេះ verify ថែមទៀតបាទអញ្ចឹងប្រហែលជាបងជួបហ្នឹងណាពេលដែលបងលុកចូលក្នុងប្រព័ន្ធ LACMS រូបបែបនេះបងជួបទេធ្លាប់ជួបទេនៅសេវាផ្សេងទៀតនៅពេលដែលបងលុកក៏មានជួបទេរូបបែបហ្នឹងជួបបាទហ្នឹងហើយឥឡូវនេះជួបអារូបហ្នឹងហើយចុចរូបហ្នឹង verify ហើយមានឲ្យយើងទៅឆែក email ទៀតត្រូវទេពេលខ្លះ check លោកគ្រូពេលខ្លះ check ពេលខ្លះអត់ពេលខ្លះ check លោកបាទហ្នឹងហើយបើសិនជាបងលុកទីដូចជាសិនជាលោកបើសិនជាខ្ញុំឆ្ងល់ដែរបើសិនជាយើងដាក់ Yahoo វាមករយៈនេះវាអត់ផ្ញើលេខកូដឲ្យណាលោកគ្រូ Yahoo បាទអូប៉ុន្តែបងលុកចូលបានដែរអត់អីទេណាលុកចូលអត់បានទេបើវាអត់ផ្ញើលេខកូដឲ្យទៅកាន់ email ដែលយើងដាក់ Yahoo ហ្នឹងផងហើយក្រសួងក៏ឲ្យខ្ញុំដូរ email ក៏ថា Yahoo ឥឡូវលេង support មិនអូហ្នឹងហើយបងឲ្យចេះកម្មវិធីហ្នឹងការសរសេរដំបូង IT ក៏គាត់ដូចជាឲ្យប្រើ support ជាមួយនឹង Gmail អញ្ចឹងណាក្រៅពី Gmail វាពិបាកបន្តិចពេលខ្លះវាអត់សូវ support បាទហើយកម្មវិធីដែលប្រើទៅវា support ឲ្យលឿនតាមរយៈកម្មវិធី Chrome ទៀតអញ្ចឹងណាហើយបើយកកម្មវិធី Firefox មួយចំនួនខ្លះទាញពាក្យស្នើសុំរត់ឲ្យពេញនៅទំព័រហ្នឹងក៏មានដែរតែបើកម្មវិធី Chrome ដូចជាមិនសូវជាជួបបញ្ហាអីទេអាហ្នឹង IT ដែលគាត់សរសេរមកគាត់ភាគច្រើនគាត់ណែនាំឲ្យយើងប្រើទៅលើជាមួយនឹង Gmail ហើយនឹងប្រព័ន្ធ Chrome នឹងឯងបាទអញ្ចឹងចំណុចនេះនៅពេលដែលយើង select ហើយ verify ហើយពេលខ្លះក៏មានអត់ស្នើសុំកូដទៀតពេលខ្លះក៏អត់ទេប៉ុន្តែជាទូទៅបើសិនជាបងយើងលុកចេញចូលរាល់ថ្ងៃដូចជាមិនអីប្រហែលមួយសប្តាហ៍វាឲ្យកូដ verify ម្ដងហើយតែបើសិនជាយើងខានវានឹង load ឲ្យយើងដាក់កូដ verify ឯងក៏ប៉ុន្តែបើសិននៅក្នុងករណីឧទាហរណ៍ថាគាត់លុកនៅលើកុំព្យូទ័រមួយនឹងហើយគាត់ត្រឡប់ចូលនៅកុំព្យូទ័រមួយទៀតវានឹងឲ្យវាទាមទារកូដយើងមួយទៀតហើយពេលហ្នឹងតែបើយើងប្រើនៅលើកុំព្យូទ័រដែលប្រហែលជាអត់អីទេរយៈពេលមួយសប្តាហ៍ក្រោយអីបានយើងមានការចាប់ផ្ដើម verify កូដថ្មីបន្ថែមទៀតបាទអញ្ចឹងចំណុចនេះអត់អីណាបងខ្ញុំតទៅទៀតបាទនេះនៅពេលដែលយើងលុបចូលទៅក្នុងប្រព័ន្ធវានឹងចេញតម្រង់បែបនេះឲ្យយើងបាទអ
ចឹងសេវាស្នើសុំទឹកតការស្រួលអត់ពិបាកទេបាទបងទី1យើងពេញនៅចំណុចលេខ1យើងនេះយើងខ្ញុំដាក់គូសកំវងដាក់លេខ1ហ្នឹងបានន័យថាទីចំណុចទី1ឲ្យយើងបំពេញចំនួនកម្មករនិយោជិតណាសរុបមកចំនួនស្រីបាទឈ្មោះអ្នកស្នើសុំតួនាទីជ្រើសរើសភេទហើយនឹងលេខតំណែងតំណងបាទអញ្ចឹងនៅពេលដែលយើងបំពេញព័ត៌មានខាងលើនឹងរួចហើយយើងចូលមកចំណុចលេខ2ចំណុចលេខ2បងពិនិត្យមើលមានដាក់នោះសុំពណ៌ក្រហមមួយណាបាទដែលកន្លែងហ្នឹងបញ្ជាក់ថាទាញពាក្យស្នើសុំបាទអញ្ចឹងបងគាត់ចុចតែកន្លែងទាញពាក្យស្នើសុំហ្នឹងមកពេលហ្នឹងវានឹងប្រព័ន្ធវានឹងទាញចេញមកជា file ជា PDF ឲ្យយើងបាទយើងអត់មានបាច់ចាំទៅសរសេរវាយបញ្ចូលអីណាថែមទៀតអត់ទេយើងចុចអាហ្នឹងមកចេញពាក្យស្នើសុំមកយើង print យកតែម្ដងបាទ print ហើយអាចយកទៅឲ្យម្ចាស់ឬក៏យុក្រុមឬក៏កន្លែងខ្លះគាត់មានម្ចាស់នាយកគាត់ផ្ដល់សិទ្ធឲ្យខាងប្រធានធនធាននោះគាត់អាចចុះហត្ថលេខាហើយយើងយកមកអាប់ឡូតចូលកន្លែងហ្នឹងវិញបាទយើងយកមកអាប់ឡូតចូលកន្លែងហ្នឹងវិញបាទអញ្ចឹងក្រោយពេលដែលយើងអាប់ឡូតចូលរួចហើយយើងចាប់ផ្ដើមចុចបញ្ជូនណានៅកន្លែងលេខ3នេះលេខ3នេះបាទបានន័យថាយើងរក្សាទុកនឹងបញ្ជូនបើសិនជាក្នុងករណីបងមិនតាន់ទេបងអាចចុចចាក់ចេញវិញបានណាឧទាហរណ៍មិនតាន់ចង់បញ្ជូននេះមិនតាន់ចង់ស្នើសុំទេអញ្ចឹងយើងអាចចុចកន្លែងលេខ4ចាក់ចេញពីក្នុងប្រព័ន្ធនឹងបានបើសិនជាយើងពេញព័ត៌មានរួចសពគ្រប់ថាឥឡូវខ្ញុំបញ្ជូនទៅហើយយើងចុចរក្សាទុកនឹងបញ្ជូនពេលហ្នឹងយើងនឹងទទួលបានផ្ទាំងព័ត៌មានមួយណាបាទគឺផ្ទាំងព័ត៌មានបែបនេះបានន័យថាគេបញ្ជាក់ថាសំណើរបស់យើងបញ្ជូនបានជោគជ័យអញ្ចឹងគេតម្រូវឲ្យយើងទាញពាក្យស្នើទាញពាក្យបង់ប្រាក់សំទោសបាទទាញពាក្យបង់ប្រាក់អញ្ចឹងយើងចុចនៅកន្លែងពណ៌សពណ៌លឿងខ្ញុំដាក់សុំពណ៌ក្រហមហ្នឹងបាទយើងចុចកន្លែងហ្នឹងមកយើងឃើញព័ត៌មានបង់ប្រាក់ហើយវានឹងលោតបង់ប្រាក់មានលេខកូដឲ្យយើងបង់តែម្ដងហើយយើងអាចមកបង់ផ្ទាល់នៅកន្លែងបញ្ចោធនាគារដៃគូឬមួយក៏យើងបង់តាមអេបឥឡូវនេះបច្ចុប្បន្ននេះគឺយើងគ្មានណាមកគ្មានណាយកទៅបង់តាមបញ្ចោនៅធនាគារទៀតទេភាគច្រើនបង់ទៅតាមអេបហ្នឹងមែនទេបងដែលស្នើសុំសេវាប្រពេលដែលស្នើសុំសេវាឥឡូវគឺយើងបង់ទៅតាមអេបទេមែនទេបងបាទតាមអេបនោះគ្រូបាទលឿនពលគ្រូឥឡូវវាលឿនគេចំណាយពេលទៀតអេបដាក់ក្លឹបហ្មងលឿនបាទលឿនបាទយើងបងហើយវាមានចេញវិក័យប័ត្រឲ្យហើយទៀតយើងទាញយកបានតាមនេះបាទអញ្ចឹងនៅពេលដែលបងលុយបងរួចហើយគេនឹងប្រាប់ឲ្យណាឲ្យយើងរងចាំរយៈពេល7ថ្ងៃនៃថ្ងៃធ្វើការណានឹងទទួលបានទឹកតការប្រើប្រាស់កម្មករចិត្តវ័យក្មេងអាយុចាប់ពី12ទៅក្រោម18ឆ្នាំជាទម្រង់ digital តែម្ដងណាអញ្ចឹងកន្លែងនេះគឺគេដាក់រួមតែម្ដងណាអាលិខិតទឹកតការហ្នឹងគឺចេញបញ្ជាក់មកពី12ទៅក្រោម18យកតែម្ដងអត់មានអត់បញ្ជាក់ញែកថា12ទៅក្រោម15ឬក៏15ទៅក្រោម18ទេណាឥឡូវសេវាឥឡូវគឺយើងគេកំណត់យក12ទៅក្រោម18តែម្ដងកាលពីយើងចាប់ផ្ដើមដំបូងយើងញែកជា2យើងញែកពី12ទៅក្រោម15ឆ្នាំទៅសេវាមួយទៅហើយសេវា15ទៅក្រោម18ហ្នឹងសេវាមួយទៀតទៅតែដល់ពេលក្រោយមកទៅក៏ថ្នាក់ដឹកនាំគាត់មិនចង់ឲ្យមានការចំណាយច្រើនបាទគាត់ស្នើសុំអាទិត្យ12ហើយមកស្នើសុំអា15ទៅក្រោម18ទៀតអញ្ចឹងធ្វើឲ្យការចំណាយរបស់គាត់ច្រើនអញ្ចឹងយើងអត់ចង់ឲ្យគាត់ចំណាយច្រើនទេយើងដាក់បញ្ចូលតែម្ដងហើយតែម្ដងបាទកាត់បន្ថយការចំណាយពីខាងយោជកឬក៏ខាងក្រុមហ៊ុនអញ្ចឹងទៅបាទអញ្ចឹងចំណុចនេះមានបងណាគាត់មានចម្ងល់អីទេបងបើសិនជាមានចម្ងល់អាចលើកបានណាបាទឬក៏យើងទៅជែកគ្នាអីបានណាអត់មានអីទេបងកន្លែងនេះច្បាស់គ្រប់គ្នានេះដូចជាអត់មានចម្ងល់អីថ្ងៃនេះស្ងាត់ស្ងៀមគ្រប់គ្នាចេះអត់ទេអត់មានទេគ្រូអត់មាន
vậy cố vậy ហាត់មែនទេបង cứ tôi mới năng ក្មេងនេះអត់តម្រូវការហ្មងណា chân bay mấy vậy khai nhau sơ ban phở là của tao pe chân tới rồi lại ngọt khơi បាទហ្នឹងហើយបាទអត់អីទេហ្នឹងហើយបងដោយសារក្មេងវាមិនសូវមានអ្នកប្រើហ្មងទេឥឡូវនេះរៀងតិចដែរទេអញ្ចឹងណាបាទ bà là của xa tay dương bà râm trơn của bạch khổ xuông có bên này phong hay dương thơ hồ đại cái xa phong tới tập pe bên thời ca bộ lực pin nhà bọn của hay mình tới dương ấy pe đã sân có thời ca chẳng có bật tương dương nó pe bật tương rồi dương bây giờ nó hột đại cái xa nó ná du chứng luôn bà là pe chẳng tới là mới khi đẹp có đã trơn tới dương có thực chất là dương rơi nè là lớp pi đầm bảy năm tới và thang không cạn đây nam môi đài mẹp này có tục pe lò dớ nó dương cho tài kết chuyện sân chứ luôn bà ដល់ឱកាសបងបាទហ្នឹងហើយ cà phê chẳng ta sao mình tầm núa là của nó xây ngọt này tay mẹ ta mình xây ngọt này ta rồi lại ngọt khơi nhá cũng ហ្នឹងហើយបងអត់អីទេបងអឺហ្នឹងហើយឥឡូវចេះអត់មានចង្អល់អីខ្ញុំតទៅមួយទៀតណាបាទនឹងនិយាយតទៅបន្តទៀតបាទអានេះខ្ញុំដាក់ជាគំរូ sample ឲ្យមើលណាជាលិខិតអនុញ្ញាតបែបនេះណានៅពេលដែលយើងស្នើសុំទម្រង់លិខិតផ្ដល់អនុញ្ញាតគឺចេញទម្រង់បែបនេះឲ្យបាទគឺមានជាទម្រង់ digital មានតែ QR code ប៉ុណ្ណឹងទេនេះជាទម្រង់លិខិតអនុញ្ញាតបាទអញ្ចឹងយើងចាប់សេវាការផ្ដល់ទឹកតការប្រើប្រាស់កម្មករចិត្តវ័យក្មេងមួយយើងចូលទៅសេវាមួយទៀតបាទគឺយើងការស្នើសុំចុះវិជាការសិភៅវិជាចុះនាមក្មេងដល់អានេះយើងរៀបយើងសុំក្មេងស្នើសុំការបានហើយអញ្ចឹងយើងមិននៅពេលដែលយើងប្រើប្រាស់ក្មេងយើងយកក្មេងនេះទៅចុះវិជាការម្ដងស្នើសុំសិភៅឲ្យគាត់មួយទៀតសម្រាប់សិភៅនេះសម្រាប់កត់ត្រាក្មេងហ្នឹងបាទអញ្ចឹងរាល់ទម្រង់នៃការស្នើសុំគឺដូចគ្នាមាន7ចំណុចនឹងដូចគ្នាបាទអញ្ចឹង7ចំណុចហ្នឹងមិញហ្នឹងបងក៏បានយល់ហើយខ្ញុំបានបញ្យល់ឲ្យមួយសារហើយណាបាទដោយទី1យើងចូលទៅកាន់គេហទំព័រទី2យើងជ្រើសរើសសេវាទី3យើងបំពេញuser និង password ប៉ុនយើងចូលណាដែលយើងចុះឈ្មោះជាមួយប្រព័ន្ធហ្នឹងហើយទី4យើងបំពេញព័ត៌មានដែលក្រុមហ៊ុនដែលក្នុងប្រព័ន្ធតម្រូវឲ្យភ្ជាប់បាទហើយយើងបញ្ជូនហើយយើងទាញព័ត៌មានបងប្រាក់យើងរងចាំឯកសារណានៅក្នុងចន្លោះរយៈពេលដែលប្រព័ន្ធបានកំណត់ឲ្យបាទអញ្ចឹងយើងចាប់ផ្ដើមចូលទៅគេហទំព័រយើងទៅបាទដូចគ្នាមុនដដែលទេបាទនេះលោតផ្ទាំងព័ត៌មានមកបែបហ្នឹងដូចគ្នាទេបាទប៉ុន្តែនៅសេវាលេខរៀងទី12ម្ដងណាអញ្ចឹងសេវាស្នើសុំក្មេងគឺនៅសេវាលេខរៀងទី11និងលេខរៀងទី12ណានៅក្នុងប្រព័ន្ធគឺពីរហ្នឹងឯងបាទហើយនៅក្នុងហ្នឹងបងដែលធ្លាប់ឃើញនេះនៅសេវាគេមានដាក់សញ្ញាសួរពីមុខហ្នឹងឯងមានបងប្អូនណាដឹងពីអាសញ្ញាហ្នឹងឯងបងអរគ្នាបានដឹងទេនេះមានសញ្ញាសួរបន្តិចដូចសញ្ញាទី6អីដូចគ្នាដែរមានចុចសញ្ញាសួរដែរបាទហើយទី12ហ្នឹងមានលោតសញ្ញាសួរមួយដែរមានដឹងថាហ្នឹងជាអីទេបងបានព្រោះហ្នឹងជាការបញ្យល់បន្ថែមគ្រូទៅនឹងឆ្លើយលើកន្លែងមួយហ្នឹងឬបាទអរគុណបងសុជាតិគាត់បាទនេះគាត់ច្បាស់បាទកន្លែងនេះគឺបើសិនជាបងប្អូនយើងអត់ដឹងថាហ្នឹងធ្វើម៉េចយើងចុចសញ្ញាសួរទៅគេបញ្យល់បញ្ជាក់យើងបន្ថែមហីថាសេវាហ្នឹងត្រូវភ្ជាប់អីខ្លះនៅក្នុងហ្នឹងណាគេបញ្ជាក់ឲ្យយើងបន្ថែមនៅក្នុងហ្នឹងវាមានលក្ខណៈពិសេសអីមួយបាទមុននឹងស្នើសុំហ្នឹងប្រកាសជាមានអីពិសេសនៅកន្លែងហ្នឹងមួយបានគេដាក់សញ្ញាដាក់ជាចម្ងល់ឲ្យបងទាំងអស់គ្នាហ្នឹងរាល់ការពេលដែលស្នើសុំហ្នឹងបាទអញ្ចឹងនៅពេលដែលយើងជ្រើសរើសសេវាហើយយើងចូលទៅក្នុងប្រព័ន្ធយើងគឺយើងបាទនៅពេលដែលយើង
បាទអញ្ចឹងនៅពេលដែលយើងលុកចូលទៅពេលហ្នឹងឲ្យបងយើងរើសពីរហើយពេលហ្នឹងវាលោតនៅលើអាផ្ទាំងកញ្ចក់ហ្នឹងវាលោតប្រាប់ថាមានសេវា2មានក្មេង12ទៅក្រោម15និង15ទៅក្រោម18អញ្ចឹងយើងប្រើសេវាមួយណាឧទាហរណ៍ថាប្រើក្មេង15ទៅក្រោម18អញ្ចឹងយើងថិចកន្លែងក្មេង15ក្រោម18ទៅពេលដែលយើងថិចនឹងហើយយើងចុចកន្លែងលេខ2យើងរក្សាទុកនឹងបន្តទៀតទៅបាទអញ្ចឹងចំណុចស្ដីបញ្យល់បន្ថែមនៅលើអក្សរខ្ញុំអត់បាច់និយាយបញ្យល់ច្រើនទេខ្ញុំគ្រាន់តែប្រាប់តែចំណុចដែលនេះទៅឲ្យបងគាត់នេះចាំមើលអក្សរបន្ថែមទៀតទៅណាបាទអញ្ចឹងយើងចុចលេខ2មកបន្តមកពេលហ្នឹងវានឹងលោតផ្ទាំងបែបនេះឲ្យយើងបាទផ្ទាំងនេះគឺជាផ្ទាំងដែលយើងបំពេញព័ត៌មានហើយបាទអញ្ចឹងព័ត៌មានបំពេញមិនខុសគ្នាពីមុនប៉ុន្មានដែរទេទី1គឺយើងបំពេញចំនួនកម្មករចិត្តរបស់យើងបាទមានពេញចំនួនប្រមាណអ្នកចឹងមកបាទកម្មករចិត្តស្រីប្រមាណអ្នកចឹងមកហើយលេខទឹកតការដែលខាងក្រសួងអនុញ្ញាតឲ្យនឹងមានលេខប្រមាណយើងបំពេញលេខនឹងចូលមកបាទក្រោយពីយើងពេញលេខចូលរួចហើយបើយើងពេញឈ្មោះអ្នកស្នើសុំតួនាទីបាទលេខទូរស័ព្ទអីហើយយើងចុចកន្លែងលេខ3បាទលេខ3ពណ៌លឿងថាបញ្ចូលហ្នឹងណាបាទចុចបញ្ចូលហ្នឹងបានន័យថាយើងបញ្ចូលព័ត៌មានក្មេងអញ្ចឹងយើងចុចកន្លែងចំណុចអូសុំទោស
បាទសូមជំរាបសួរបងបងទាំងអស់គ្នាសូមអធិស្ឋានបងអើយមិនមានជាប់ត្រែកបន្តិចទូរស័ព្ទខលមកសួរ Hello បងបង បាទគូ បាទ 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 អើយសូមស្រ័យវិញមានទូរស័ព្ទខលមកដល់អញ្ចឹងក៏ជាប់និយាយមួយគាត់តិចទៅមួយហ្នឹងបងហ្នឹងឥឡូវយើងអាចបន្តយើងបន្តទៀតណាបងបងបាទអញ្ចឹងនេះនៅពេលដែលយើងបញ្ចូលព័ត៌មានក្មេងអញ្ចឹងយើងមើលចំណុចទី1គេឲ្យយើងបញ្ចូលលេខសភៅការងារឬក៏អត្តសញ្ញាណសម្គាល់កម្មករចិត្តខ្មែរណាបាទអញ្ចឹងទី1បញ្ចូលលេខសភៅអញ្ចឹងបានន័យថាកម្មករចិត្តក្មេងយើងត្រូវបញ្ជូនគាត់ទៅធ្វើសភៅកម្មករចិត្តសិនសភៅការងារឬក៏បានសម្គាល់កម្មករចិត្តខ្មែរសិនអញ្ចឹងនៅពេលដែលយើងបញ្ជូនគាត់ទៅធ្វើអាសភៅការងារឬបានសម្គាល់កម្មករចិត្តខ្មែរវាត្រូវតាក់គ្នាមួយទៀតហើយតាក់គ្នាមួយអីគេបងបងដឹងទេកន្លែងហ្នឹងគឺតាក់ទៅការពិនិត្យកាយសម្បទាមួយទៀតអញ្ចឹងតម្រូវឲ្យបងបងទៅពិនិត្យកាយសម្បទាមួយសិនណាបញ្ជូនគាត់ទៅពិនិត្យកាយសម្បទាឲ្យបានមកស្នើសុំសភៅបាទក្រោយពេលបានសភៅហើយបានយើងមកស្នើសុំសេវានឹងវិញបានយើងមាននេះលេខអត្តសញ្ញាណការងារឬក៏បានសម្គាល់កម្មករចិត្តខ្មែរបាទអញ្ចឹងក្រោយពេលដែលយើងបញ្ចូលលេខកន្លែងហ្នឹងមកហើយបាទក្រោយពេលយើងបញ្ចូលនឹងហើយយើងចុចតែសញ្ញា enter មួយមកវានឹងលោតចេញព័ត៌មានក្មេងនឹងឲ្យយើងមកហើយណាបាទអញ្ចឹងយើងបំពេញព័ត៌មានបន្ថែមទៅទៀតទៅនៅពេលនេះកន្លែងអក្សរសុំពណ៌ QQ ហ្នឹងគឺយើងបំពេញព័ត៌មានបន្ថែមមកគាត់បាទមានចំនួនការបច្ឆេទចូលធ្វើការចំនួនម៉ោងធ្វើការក្នុងមួយថ្ងៃឬក៏មួយសប្តាហ៍បាទហើយនឹងទីកន្លែងកំណើតអីគាត់ហ្នឹងយើងបំពេញព័ត៌មាននឹងបន្ថែមទៀតទៅក្នុងករណីអត់មានយើងបន្ថែមទៀតមកបាទហើយបន្តមកទៀតយើងអាប់ឡូតឯកសារទាំងអស់នឹងចូលណាមាន1 2 3 4ប្រឡោះហ្នឹងណាបាទមានសភៅស្នាក់នៅឬក៏សភៅគ្រួសារបាទមានសម្បត្តិកំណើតមានកិច្ចសន្យាការងារបាទមានសភៅស្នាក់នៅអីយើងអាប់ឡូតចូលក្នុងហ្នឹងមកណាបាទអញ្ចឹងក្រោយពេលដែលយើងបំពេញព័ត៌មានក្មេងនៅក្នុងប្រព័ន្ធមួយនឹងរួចហើយយើងចុចថាបើសិនជាយើងមានបន្តចុចរក្សាទុកនឹងបញ្ចូលថ្មីប៉ុន្តែបើសិនជាយើងបំពេញគ្រប់ចំនួនហើយអស់ហើយយើងលេងបញ្ចូលទៀតហើយយើងបញ្ចប់ដំណឹងយើងចុចថារក្សាទុកនិងបញ្ជូនសំទោសរក្សាទុកណាបាទយើងចុចថារក្សាទុកបាទអញ្ចឹងក្រោយពេលដែលយើងចុចថារក្សាទុកយើងនឹងទទួលបានព័ត៌មានយើងមួយទៀតគឺនេះកន្លែងយើងបញ្យល់បាទគឺវានឹងលោតចេញផ្ទាំងបែបនេះឲ្យយើងបាទបងមកមើលចំណុចទី1ណាសុំពណ៌ក្រហមទី1គឺវានឹងលោតឈ្មោះក្មេងដែលយើងបានបញ្ចូលហ្នឹងបើសិនជាយើងបញ្ចូលម្នាក់វាលោត1បញ្ចូល2នាក់លោត2 3នាក់លោត3ទៅកន្លែងហ្នឹងណាបាទអញ្ចឹងក្រោយពេលដែលយើងឃើញចូលឲ្យចំនួនក្មេងរួចហើយបងមើលមកក្រោមចំណុចក្រោមនេះមានប្រអប់ក្រហម2ឲ្យទាញពាក្យស្នើសុំនិងឧបសម្ព័ន្ធបាទនាមជាឈ្មោះក្មេងកន្លែងហ្នឹងណាអញ្ចឹងបងចុចកន្លែងហ្នឹងមកយើងប្រអប់ទី1ទីពាក្យស្នើសុំបាទយើងយកមកចុះហត្ថលេខាបោះត្រាក្រុមហ៊ុនហើយយើងអាប់ឡូតចូលកន្លែងហ្នឹងវិញទី2ឧបសម្ព័ន្ធបាទនេះតារាងជាឈ្មោះក្មេងនេះដែលយើងបានបញ្ចូលនៅខាងលើនេះអញ្ចឹងយើងចុចកន្លែងហ្នឹងមកយើងទាញជាឈ្មោះក្មេងហើយយើងចុះហត្ថលេខាបោះត្រាក្រុមហ៊ុនហើយយើងអាប់ឡូតចូលកន្លែងហ្នឹងវិញបាទអញ្ចឹងក្រោយពេលដែលយើងអាប់ឡូតចូលកន្លែងនេះរួចហើយយើងចុចទៅកន្លែងលេខ3នេះបាទកន្លែងចំណុចលេខ3នេះបានន័យថារក្សាទុកនិងបញ្ជូនបាទបើសិនជាក្នុងករណីថាខ្ញុំមិនទាន់ចង់បញ្ជូនទេយើងចុចលេខ4នេះចាក់ចេញមកបាទតែបើសិនជាថាឥឡូវឲ្យយើងរួចរាល់អស់ព័ត៌មានគ្រប់ហើយយើងចុចរក្សាទុកនិងបញ្ជូនអញ្ចឹងដល់ពេលដែលយើងចុចរក្សាទុកនិងបញ្ជូនវានឹងលោតផ្ទាំងមួយនេះឲ្យយើងបាទ
bạn này tập tiền nó cứ của mình để dương bị chú nó ban chụp chì hài trắng đồng thời ở dương tiếng của miếng bong prạ trắng bong prạ đôi xì ba môn được kia trắng bong bóng bạn trắng ở bây giờ bong prạ hái dương rong trăm thì kia nó rong trăm thì dạ pe làm pi ngày thôi ca đài nó dương từ tua ban ai cái sai giới chia tầm rong digital nó bạn cứ dương từ tua ban tầm rong bạc nè ní lịch khách ăn nhạt ở dương prạ chọp cho môi nắng trăng chi một mình để dương ban na sòng nó cái lột bạc này ở dương chẳng lồng hô này ca na sòng prạ cầm con chết với mình dương cứ miền bản năng nè miền bong na miền trồng ngò ấy tiết tế hello bong đằng ngọc này hiệp số cũ Ăn ở miếng đây đó là cú. ở đây bao nhiêu cũ ở miền chẳng ăn miền trồng ngò ấy đấy bạn chẳng ơi cho nó nhắn bị chẹo miền lịch giờ miền vì nhà xa miền bản ló á bón lại nắng á Chẳng screenshot tục à hai cú. ở đây đây nhom đang phải chun mây đi đang ao nhom phải chun ao nát bong bạn càng là thay cho nó nhắn cứ dân miền bản ló miền địch đã miền sầm núi thà ao đi rop pi lùm hôในการสนาสมตะการปราบกรรมกรจุดไว้เขมรมวยอย่างถ้าบองเสร็จเนี่ยอันนี้ยมสังขายแบบบองมืออะไรสังขายติดมั้งเนี่ยตะการปราบกรรมกรจุดไว้เขมรอยู่ปีดอกปีตะขอมยังเพิ่มคลาตีมวยโจตะกันที่หัตมปออย่างมาปาปะตอมเตียดมายังเชื่อเลยสวาเลยเรียงตีดอกมวยรุ่ยผมเป็นอีเมลลังเลยสำงัดในบ้านเจ้าช่วยมวยปะปอนbạn bắt tọm tiết mà dương pin chấm nuôn cam con chết sọc miền chấm nuôn sayยังmau pin po miền nẹt na sông bạn miền mua phê tuần ti lấy từ sạp ấy chẳng tay bạn hay tiền po miền bong tiền tiệt na sông cho hạt lệ kha mà cha hình dụ được bọc tra bọc sạc Christian năng rối scan chụp mộtក្នុងប្រព័ន្ធវិញបាទបន្តមកទៀតយើងចេញពាក្យថារក្សាទុកនឹងបញ្ជូនណាបាទទាញពលមានបងប្រាក់រងចាំរយៈពេល7ថ្ងៃធ្វើការបាទនឹងទទួលបានទឹកដីប្រើប្រាស់កម្មករចិត្តវ័យក្មេងជាទម្រង់ digital បាទនេះខ្ញុំសង្ខេបមកប៉ុណ្ណឹងអញ្ចឹងបើសិនជាមានសំណួរសួរថាចូលរៀបរាប់ពីលំហនៃការស្នើសុំទឹកដីប្រើប្រាស់កម្មករចិត្តវ័យក្មេងគឺបងសេតតាមអញ្ចឹងមកគឺបន្ទុកពេញបាត់អត់មានអីខុសទេមែនយល់ទេបងប៉ុណ្ណឹងកន្លែងហ្នឹងvô là cũ បាទអានេះ Thế thằng on nó là cú nó. បាទបង Tao xe thằng on nó mỏ ngay là cú. បាទតែបើសេពីលំហគឺយើងចូលតាមបែបហ្នឹងបាទទីមួយបងត្រូវចូលទៅកាន់គេហទំព័រមកបាទរួចបន្តមកទៀតមកយើងបញ្ចូលអ៊ីមែលជ្រើសរើសសេវាសិនណាជ្រើសរើសសេវាហើយយើងពេញអ៊ីមែលទៅបាទតាមអ្វីដែលខ្ញុំនិយាយសេមកអត់ខុសទេបាទអីខាងក្រៅដូចជាភ្លៀងខ្លាំងណាស់នោះមានភ្លៀងទេបងនៅតាមកន្លែងបងមានភ្លៀងទេ Liên bánh củ rèn ơi là củ Liền. ខ្ញុំក៏មានឬសូវវូជាស្ងាត់មើលក្រៅភ្លៀង tập rèn củ tập rèn អូខេឥឡូវចំណុចទឹកតកាយើងសង្ខេបមានប៉ុណ្ណឹងឥឡូវនេះចំពោះផ្នែកសភៅយើងច្រើនតិចបងណាសភៅយើងច្រើនតិចបាទនេះបើសិនជាសំណួរចេញថាឲ្យសរសេរពីការស្នើសុំលំហនៃការស្នើសុំបញ្ជីការសភៅបញ្ជីចុះនាមក្មេងគឺនេះតាមហ្នឹងទាំងអស់ហើយអត់ខុសទេអានេះខ្ញុំសង្ខេបមកវិញណាបងកាលណាសង្ខេបឲ្យបងមើលទេអញ្ចឹងដល់ពេលដែលបើសិនជាបងចង់ដឹងបងមានប្រព័ន្ធ LAC ហ្នឹងបងអាចតេស្តមើលបានចុចចូលមើលតាមហ្នឹងមើលតើវាត្រូវដូចខ្ញុំនិយាយនឹងអត់អញ្ចឹងណាបាទអញ្ចឹងរាល់ក្នុងមានករណីសង្ស័យមានការប្រើប្រាស់ពលកម្មកុមារមានចម្ងល់ផ្សេង
ពាក់ព័ន្ធជាមួយនឹងនីតិវិធីនៃការស្នើសុំប្រើប្រាស់កម្មករចិត្តវ័យក្មេងយើងអាចតំណែងមកក្រសួងការងារបានណាតាមរយៈ hotline 1297 ឬក៏1286នេះបើសិនជាបងយើងមានថាពេលដែលយើងជួបទៅណាក្នុងករណីទីថាមានបងប្អូនមានបងឬក៏មិត្តភ័ក្តិធ្វើការខាងផ្នែកនឹងដែរហើយសហគ្រាសគ្រឹះស្ថានរបស់គាត់មានតម្រូវការអីបងអាចឲ្យគាត់តំណែងតាមនឹងបានបើសិនជាមានចំណល់អីណាបាទអញ្ចឹងសម្រាប់នីតិវិធីនៃការស្នើសុំនីតិវិធីនៃការជ្រើសរើសនិងលំហនៃការស្នើសុំហ្នឹងគឺយើងបញ្ចប់ទាំងប៉ុណ្ណឹងណាបើសិនជាបងមានចំណល់អីអាចលើកជាសំណួរបានណាមានជាសំណួរមានជាបងអរនេះហៅឡូបងបាទលោកគ្រូអត់មានទេលោកគ្រូអរគុណច្រើនគ្រូអត់មានលោកគ្រូអត់មានទេលោកគ្រូបាទអត់ដូចសម័យយើងមានចំណល់មានសួរបញ្ចេញមតិយោបល់អីច្រើនណាបាទដោយសារប្រព័ន្ធអាចមើលបានដឹងខ្លះអញ្ចឹងណាលោកគ្រូបាទហ្នឹងហើយបងឥឡូវមានសួរលោកគ្រូខ្ញុំ ID 35ជាសេចក្ដីលោកគ្រូសូមវត្តមានហើយមកថ្ងៃនេះវាដាច់សេវារហូតចឹងខ្លាចលោកគ្រូហៅវត្តមានខ្ញុំអត់បានឆ្លើយចឹងបាទឥឡូវចេះយើងឆែកជាមួយនឹងជីវត្តមានបន្តិចហើយសម្រាប់មក10នាទីទៅចាំយើងចូលបន្តមេរៀនមួយទៀតណាបងឥឡូវខ្ញុំបានថិចហើយខ្លះហើយបងខ្ញុំហៅតែអ្នកដែលខ្ញុំអត់ទាន់បានថិចទេបងបើសិនជាអ្នកដែលខ្ញុំហៅបានឲ្យខ្ញុំអត់ទាន់បានថិចទេអញ្ចឹងខ្ញុំសុំហៅអ្នកដែលអត់ទាន់បានថិចផូសីហៈបាទលោកគ្រូបាទបងជើចូលរួមហេងលីដាបងលោកគ្រូខ្ញុំអុកជាតិលោកគ្រូវិញខ្ញុំជាប់ការបងអូនដល់ចូលវិញចូលមួយគ្រូតាំងម៉ោង6អុកជាតិបាទហ្នឹងហើយបងឃើញណាបាទអញ្ចឹងហេងលីដាក៏អត់ឃើញចូលទេបងណាច្បាប់ទេណាបងស្រួលខ្ញុំអត់បានមើលក្នុងនោះបាទលោកគ្រូឃើញដាក់ច្បាប់3នាក់លោកគ្រូបាទបងហ្នឹងហើយបងមេតសុផាបងមេតសុផាគ្រូស្អែកមែនគ្រូស្អែកចង់ថ្ងៃការមែនស្អែកយើងសម្រាប់ទាំងអស់គ្នាបងខ្ញុំសម្រាប់ដែរស្អែកខ្ញុំជាប់ការដែរអញ្ចឹងត្រូវអញ្ចឹងគ្រូអរគុណគ្រូស្អែកខ្ញុំក៏ជាប់លោកគ្រូបញ្ញាក៏គាត់ជាប់ដូចគ្នាទៅការនៅអ្នកនៅកន្លែងធ្វើការហ្នឹងមួយគ្នាហ្នឹងបាទគ្រូខ្ញុំថ្ងៃហ្នឹងការប្អូនតែចូលរោងអាចចូលរៀនបានហ្នឹងហើយបងបាទហ្នឹងហើយអរគុណលោកគ្រូខ្ញុំគឺការក្មួយខ្ញុំស្អែកដែរថារស់សុំតែលោកគ្រូជប់ល្មមស្អែកហ្នឹងមានរវល់ច្រើនគ្នាដែរអីចឹងខ្ញុំការនៅតកែវទេលោកគ្រូឆ្ងាយនៅរោងយ៉ងបាទហ្នឹងហើយម៉ែបងខ្ញុំសុំហៅវត្តមានតតិចណាចាមេតសុផាក៏អត់ឃើញចូលបងណាមេតសុផាកៅសុខេងបងចូលឯកៅសុខេងបាទលោកគ្រូបានចូលលោកគ្រូថ្ងៃនេះជាប់ការក្មួយដែរលោកគ្រូបាទបងបាទអរគុណលោកគ្រូបាទងិនភិរុនបងភិរុនបាទលោកគ្រូបាទបាទចូលបងឈុនលីហៀកឈុនលីហៀកឈុនលីអត់ឃើញទេបងឈុនលីនេះលឹមកញ្ញាចាលោកគ្រូលឹមកញ្ញាណាអានេះលោកគ្រូដូចប្រឡងឈ្មោះលោកគ្រូអត់ទេបងខ្ញុំហៅអ្នកដែលខ្ញុំអត់ទាន់បានថិចអ្នកដែលអត់បានលើចាំតិចខ្ញុំបញ្ជាក់ថាអ្នកដែលអត់បានលើគឺខ្ញុំបានថិចរួចហើយបាទទូបានគ្រូអរគុណខ្ញុំពេលដែលបរៀនខ្ញុំឃើញឡើងមកខ្ញុំថិចបដាអញ្ចឹងណាបងខ្ញុំវាអត់យល់ចែកទេខ្ញុំទៅអីខ្ញុំប្រាប់ថារុញអាហ្នឹងវាដៃទៅរុញទៅខាងនោះរុញមកខាងនេះទៅដល់ពេលមកវិញមកលីវាគឺទូបងមើលជាបាក់ដែរ
Mới lên thì muối con đã cho bắp mới cũ លេខអូលេខរៀងទី6គាត់ច្បាប់បងនេះមេតសុផានេះ mà tí đọc mới tiền em khuyên con đã អ cho ត់ bắp 10មួយទៀតបងឈុនលីច្បាប់ដែរណា bạn bạn បាទ cáiស្នាងល្អអត់ទាន់ធ្វើហើយបងបើយកមកខ្ញុំយើងកាត់តែខុសកាត់តែបានអត់ បុយបូបូណាវីបងបូណាវីគាត់ចូលនេះបុយណាវីហ៎បុយណាវី con đã cho bắp không group đây cũ បាទបងបាទមកថនបានមើលហ្នឹងបងចឹងអត់ដឹងកៅសុថាវីកៅ លោកគ្រូខ្ញុំចូលតើលោកគ្រូចា បាទថាវីចូលនេះបាទជាស្រីនាតស្រីនាតចូលទេស្រីនាតសៃយ័នណាគៀនសៃយ័នណា លោកគ្រូបាត់ឈ្មោះខ្ញុំលោកគ្រូវិផា វិផាវិផាមានតែបងខ្ញុំthíchហើយអី អូខ្ញុំស្មាបាត់ខ្ញុំស្មាលោកគ្រូលោកឈ្មោះខ្ញុំចាប់បាត់ហើយខ្ញុំមិនដឹងការសង្គមបាត់ហើយលោកគ្រូ អត់ទេបងអត់ទេខ្ញុំ បាទអរគុណលោកគ្រូអរគុណ បាទសុមនិចបញ្ញាសុមនិច ចាលោកគ្រូចា បាទចូលរួមហ៊ាននូធីតាចាជឿ សាមិញបាទគាត់ចូលរួមសាមិញគាត់ច្បាប់ណា ចាលោកគ្រូច្បាប់ ជាសេងហួតម៉មភិរម coi kia nó cũ mình បាទហ្នឹងហើយឃើញបងភិរមណាបាទអញ្ចឹងអ្នកដែលអត់លើឈ្មោះបាននេះខ្ញុំបានthíchរួចហើយអ្នកដែលខ្ញុំអត់ហៅបង ចាលោកគ្រូចា ហ្នឹងហើយ លោកគ្រូខ្ញុំ6វលៈមានវត្តមានទេលោកគ្រូហើយរួចហើយ6វលៈហើយអស់រួចហើយបាទនិយាយរួមទៅអ្នកដែលគាត់បានចូលរួមមានមតិយោបល់ឡើងមកខ្ញុំមាន note នៅហ្នឹងណាដើម្បីព្រោះបន្ទុកយើងមានបែងចែកមានដល់ទៅ3បន្ទុក3ចំណុចបន្ទុកដែលផ្ដល់ហ្នឹងណាបងទី1បន្ទុកចូលរួមបាទបន្ទុកចូលរួមហ្នឹងមាន 20% ហើយបន្ទុកអវត្តមានបន្ទុកវត្តមានហ្នឹង 30% ហើយបន្ទុកប្រឡង 50% អញ្ចឹងយើងសរុបទៅ 100% អញ្ចឹងណាបងអញ្ចឹងនៅពេលដែលបងចូលរួមបានច្រើនមានមតិយោបល់អីច្រើនទៅបន្ទុកហ្នឹងបាន 20% ហ្នឹងហើយអវត្តមានគាត់មកដឹងតែ 30% ទៀតអញ្ចឹងគាត់បាន 50% បាត់ហើយពីរនៅជាប់ហើយប្រឡងថែមទៀតទៅអញ្ចឹងបន្ទុកគាត់បានល្អណាស់ បាទអូខ្ញុំសនចិញ្ហានលោកគ្រូ មួយគេបងមិន ចិញ្ហានលេខ3លោកគ្រូបាទ លេខ3ហើយតើបងលេខ3មានតា បាទ ខ្ញុំthíchហើយតើចេញសនចេញហានthíchហើយតើ លោកគ្រូឈ្មោះខ្ញុំចិនត្រីលលោកគ្រូហៅហើយតើលោកគ្រូ ហើយរួចហើយមាន អរគុណលោកគ្រូ នៅបងលីដានៅហេងលីដាអត់ឃើញហេងលីដាអត់ខាងឆ្លើយ គាត់សុំច្បាប់លោកគ្រូឃើញគាត់តម្លាក់ច្បាប់មុនហ្នឹងដោយសារគាត់ថាគាត់មុនអញ្ចឹងលោកគ្រូ បាទហ្នឹងហើយបងអត់អីខ្ញុំដាក់ច្បាប់ជូនអត់អីទេបងហើយនឹងសៃនេតមួយទៀតសៃឃើញសៃនេតក៏ដូចសៃយ៉នគៀនសៃយ៉នណាក៏អត់ឃើញដែរ លោកគ្រូ ឈ្មោះអីគេមិនឈ្មោះអីគេ ខ្ញុំគៀនសយននេះគ្រូ គៀនសៃយ៉នបាទហ្នឹងអូខេនេះបាទអូខេអស់ហើយដូចជាអស់គ្រប់គ្នាហើយមានប៉ុណ្ណឹងអ្នកដែលអត់ឮឈ្មោះហ្នឹងបានឲ្យខ្ញុំបានthíchរួចហើយ បាទលោកគ្រូ ហ្នឹងហើយអញ្ចឹងបងអាចសម្រាប់ហើយជា10នាទីយើងចូលមកវិញមានមេរៀនមួយបន្តិចទៀតណាបង បាទលោកគ្រូបាទ បាទសម្រាប់10នាទីខ្ញុំរៀបចំមេរៀនមួយចូលបន្តិចទៀតណាព្រោះយើងនៅសល់ពេលច្រើនដែរ
សីមានជិះដល់ចិត្តមកកណាត់ទៅតែលោកកណាត់ទៅមើលឃើញទៅហើយអត់ទេបងហ្នឹងហើយខ្ញុំដាក់អាហ្នឹងទ្វាហ្នឹងដើម្បីតែខ្ញុំយល់ខ្ញុំមិនយល់ពាក្យថារូបខ្ញុំខ្លាចលោរូបទៅវាច្រឡំនឹងទ្វាខ្ញុំអាមុខហ្នឹងខ្ញុំប្រើពាក្យថាវាផ្លិតពាក្យបត់រុញអញ្ចឹងហើយនោះសង្កសីអាកន្លែងកូនក្មេងសក់ហ្នឹងបងខ្ញុំពុះក្រហមហ្នឹងគេដាក់សង្កសីដាក់មកកណាត់កញ្ឆលហ្នឹងបានដែរហើយខ្ញុំបាននិយាយបងថាខ្ញុំធ្វើលបងពីមុខខ្ញុំធ្វើទ្វាហ្នឹងតែក្នុងខ្ញុំតមកខ្ញុំធ្វើលបងធ្វើលបងមុខពីមុខទៀតណាកន្លែងកសខ្ញុំខ្ញុំធ្វើលបងអញ្ចឹងទេខ្ញុំវាសុវត្ថិភាពហើយតែអាទ្វាដាក់ចែនៃអញ្ចឹងណាបងខ្ញុំអត់ធ្វើទ្វាអីផ្ទះបត់3ហើយតបបងថា2 10ទាំងខ្ញុំអត់ធ្វើបត់ចឹងទេខ្ញុំធ្វើអារុញទៅដូចគាត់តែបងទៅពេលណាយើងបត់វាទៅវាចិត្តឈើដល់ពេលរុញចូលទីkiaណាដូចបងមានសាសហ្នឹងវារូបខ្ញុំអត់ចេះខ្ញុំខ្វាចលោប្រើពាក្យរូបហ្នឹងវាច្រឡំហ្នឹងអាទ្វារូបរបស់ខ្ញុំរុញឡើងលើចុះក្រោយខ្ញុំហៅជារូបអាហ្នឹងចឹងអត់បងខ្ញុំមកចឹងនេះដល់មកនេះខ្ញុំយល់ចឹងពីសម្រាប់គេគាត់ទីក្រៅមួយទៀតពីខាងក្រៅទីពេលបានចិត្តឡើងពីទីទៅទៅចាំពេកទីទៅដល់ទីទៅស្លាប់ទៅពីកញ្ចក់ទីក្នុងនឹងឲ្យនេះគេដាក់ក្រៅពីខាងចិត្តនេះពីមិនដល់អមនេះទីទីខាងក្នុងចាំបាច់គាត់ទីទៅទៅពីហើយពីខាងចិត្តនេះដាក់จะไม่เป็นการเป็นจุยอะไรนะហើយក៏ខ្ញុំប្រកាសជាប់ដែរតែរបស់ខ្ញុំប្រាប់តែយើងក៏ដោយក្បាត់ជាគឺជាប់កិច្ចដាក់ចប់តែក្នុងហ្នឹងវាមានបញ្ហាផ្នត់ផ្លត់ផ្លិតក៏ត្រូវហើយតែខ្ញុំអត់ធ្វើហ្នឹងទេបងខ្ញុំអត់ធ្វើអា3ប្រង3តែនឹងទេខ្ញុំជួបអាទីនេះរូបវាសម្រាប់រូបនេះប៉ុន្តែអារូបហ្នឹងគឺមានសង្កសីបងមើលលើអាកន្លែង3ហ្នឹងមានសង្កសីបងហើយខ្ញុំមានវាខ្ញុំមានលបងពីពុកហ្នឹងហើយខ្ញុំសាដៃគឺបងអាហ្នឹងខ្ញុំអត់បានទេចប់បងទេចាំតទៀតប៉ុន្តែខ្ញុំអត់ធ្វើទ្វាពីពើបងទេធ្វើតែទ្វារូបទៅបាទនេះអ្វីដែលខ្ញុំយល់រៀបបងដល់ស្មោះត្រង់ខ្ញុំអត់មានយកអាទ្វាអីកាច់ខ្ញុំស្អប់អាទ្វាហ្នឹងទ្វារបស់ខ្ញុំមានកញ្ចក់ផងវាកញ្ចក់3កាច់នេះពីបងមានសាំត្រូវហើយនេះទ្វាក្រោមផ្ទះខ្ញុំហ្នឹង3កាច់ហ្នឹងខ្ញុំផ្ទះខ្ញុំហ្នឹងអត់ធ្វើទេខ្ញុំទិញនៅផ្សារតូចខាងនឹងធ្វើផ្ទះខ្ញុំឈើហ្នឹងគឺកញ្ចក់ទាំងពីរផ្នែកហ្នឹងពីខ្ញុំទីជុំពីមកចាប់ឲ្យបាទប៉ុន្តែនៅប្រើបានទេចាំបងនិយាយមកឡើងហ្នឹងមកជួឡើងវិញដល់ទៅបញ្យុការយល់ប្រឡំតិចទៀតបងខ្ញុំធ្វើអានោះវាអត់ត្រូវពូនងរបស់ខ្ញុំទេបាទអាហ្នឹងខ្ញុំយកស្ពីទ្វានេះទោះបីវាប្រហោងវាអីក៏ដោយខ្ញុំទុកចិត្តអត់បងជួយចិត្តចោះចាំខ្ញុំអត់ដាក់ពីជាន់អាហ្នឹងខ្ញុំធ្វើបងមួយទៀតទៅគឺយើងវាអីទៀតបាទមិនអាចចាំមកវាពិបាកខ្លាំងចាំខ្ញុំដាក់បែងណននេះបាត់គឺបេះណនទៅបែបផ្សាយយើងបណ្ដៃវាដៃទៅទៅបីយ៉ាងណាក៏អីទៅខ្ញុំខ្ញុំអានហ្នឹងពីហ្នឹងដើម្បីលេបងមនុស្សអើយបែកធ្លាយបងទៅច្រឡំពី
ហ្នឹងខ្ញុំប្រើពាក្យថាវាផ្លាត់ពាក្យបត់ដូចចឹងហើយមកសង្កសីអាកន្លែងកូនក្មេង បាទសួស្ដីបងបងមិញមកចុះទៅក្រៅបន្តិចមិញភ្លៀង បាទលោកគ្រូបាទ បាទបាទ នៅនេះភ្លៀងខ្លាំងមិញហើយតែនោះភ្លៀងខ្លាំងហ៎បងបងកន្លែងបងបងខ្ញុំភ្លៀងខ្លាំងមិញ រៀងហើយគ្រូរៀងហើយ រាំងហើយគ្រូ អាណិតគ្នាកាហាននៅក្បែរផ្ទះខ្ញុំនេះភ្លៀងឡើងនេះទៅអីចឹងណាតានេះយើងចូលទៅមេរៀនមួយទៀតមិនតិចទៀតណាបងព្រោះយើងដល់ម៉ោងនៅសល់ច្រើនដែរឲ្យសិននេះទុកនៅសល់ថ្ងៃក្រោយរៀនទៀតអញ្ចឹងមេរៀននេះយើងចូលប្រហែលជាពាក់កណ្ដាលតិចទៅហើយចាំយើងសម្រាប់ណាបងបងបាទអញ្ចឹងគ្រូបាទអញ្ចឹងបាទមើលឃើញទេបងមើលឃើញទេខ្ញុំដាក់shareទៅមើលឃើញទេបងឃើញគ្រូឃើញ បាទយើងចូលលក្ខខណ្ឌក្មេងបន្តិចបាទអញ្ចឹងមេរៀននេះគឺយើងនិយាយពីលក្ខខណ្ឌការងារនិងការប្រើប្រាស់កម្មករចិត្តវ័យក្មេងបាទអញ្ចឹងលក្ខខណ្ឌនេះវាមានច្រើនអញ្ចឹងខ្ញុំសូមបាទលើកយកតែចំណុចទី1សិនណាបាទចំណុចសេចក្តីផ្ដើមសេចក្តីផ្ដើមមាននិយាយពីគោលបំណងហើយនិងនិយមន័យបាទចំណុចទី2ប្រភេទមុខរបរលក្ខខណ្ឌការងារនិងវិធានការការពារបាទអញ្ចឹងក្នុងនោះវាមានចំណុចកប្រភេទមុខរបរលក្ខខណ្ឌការងារនិងវិធានការអញ្ចឹងហើយនឹងទី3អត្តការកិច្ចការងារកម្មករចិត្តវ័យក្មេងនិងទី4កិច្ចសហការរបស់សហគ្រាសគ្រឹះស្ថាននិងទី5ឯកសារយោងអញ្ចឹងថ្ងៃនេះខ្ញុំសូមនិយាយតែចំណុចទី1សេចក្តីផ្ដើមហើយចំពោះចំណុចទី2ទី3និងទី4យើងទុកនៅថ្ងៃស្អែកអត់ទេខាងស្អែកទេថ្ងៃបន្តណាបាទចាំថ្ងៃបន្តយើងចូលមួយបាទសេចក្តីផ្ដើមបាទក្នុងនោះសេចក្តីផ្ដើមនេះគឺនិយាយបញ្ជាក់ពីគោលបំណងបាទអញ្ចឹងចំណុចកគោលបំណងលក្ខខណ្ឌការងារកម្មករចិត្តវ័យក្មេងមានគោលបំណងដើម្បីធានាទប់ស្កាត់ការពារកុមារពីការងារប្រកបដោយគ្រោះថ្នាក់ដល់រាងកាយសុខភាពសតិបញ្ញាស្មារតីសិលធម៌និងការអប់រំការងារដោយបង្ខំនិងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារស្របតាមរដ្ឋធម្មនុញ្ញនៃប្រជាជាតិកម្ពុជាអនុសញ្ញាអង្គការអន្តរជាតិខាងការងារច្បាប់ស្តីពីការងារនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារនិងច្បាប់ពាក់ព័ន្ធដទៃទៀតបាទអញ្ចឹងក្នុងហ្នឹងពីម្សិលមិញគឺយើងបានរៀនពាក់ព័ន្ធជាមួយនឹងច្បាប់ក៏ដូចជាអនុសញ្ញាខាងការងារអន្តរជាតិអនុសញ្ញាអង្គការអន្តរជាតិខាងការងារក្នុងហ្នឹងពីម្សិលមិញយើងពាក់ព័ន្ធជាមួយក្មេងគឺមានអនុសញ្ញា3ណាបងដឹងណាបាទគឺមានអនុសញ្ញាលេខ29អនុសញ្ញាលេខ138និងអនុសញ្ញាលេខ182បាទគឺយើងមានអនុសញ្ញា3ហ្នឹងពាក់ព័ន្ធជាមួយនឹងការងារក្មេងជាមួយនឹងច្បាប់ស្តីពីការងារនិងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតមានក្នុងនេះយើងមានចំនួន13បន្ថែមទៀតហើយនៅពេលដែលយើងចូលដល់លក្ខខណ្ឌការងារនិងប្រភេទការងារនឹងមានលម្អិតប្រកាសមួយនៅក្នុងនេះស្រាប់បាទអញ្ចឹងនេះគោលបំណងគឺយើងមានប៉ុណ្ណឹងចូលដល់ចំណុចខនិយមន័យបាទអញ្ចឹងចំណុចនិយមន័យនេះច្រើនណាស់និយមន័យហ្នឹងឥឡូវយើងមើលចំណុចទី1ការងារកុមារគឺ
គឺជាការងារទាំងឡាយណាដែលជួយអប់រំបណ្ដុះបណ្ដាលដល់កុមារឲ្យចេះធ្វើការនៅពេលអនាគតដែលជាផ្នែកមួយនៃវិជ្ជាជីវៈសង្គមឬវិជ្ជាជីវៈគ្រួសារទោះបីទទួលបានកម្រៃឬមិនទទួលបានកម្រៃក្តីដែលមិនប៉ះពាល់ដល់ការសិក្សាការរីកលូតលាស់ផ្នែកចិត្តគំនិតផ្នែករាងកាយផ្នែកសង្គមផ្នែកសិលធម៌របស់កុមារជាពិសេសមិនរាំងស្ទះដល់ការអប់រំរបស់ពួកគេបាទអញ្ចឹងចំណុចនេះវាពាក់ព័ន្ធដូចមិញបងស្រុនណាគាត់បាននិយាយថាការទៅជួយធ្វើការងារហ្នឹងវាគេអាចថាជាពលកម្មដែលអត់អញ្ចឹងណាបងបាទអញ្ចឹងបើសិនជាយើងឲ្យក្មេងគ្រាន់តែជាការងារជួយទេគាត់មានពេលវេលាគ្រប់គ្រាន់មានពេលទៅសិក្សារៀនទៀងទាត់អាហ្នឹងគឺមិនរាប់ថាជាពលកម្មកុមារទេពលកម្មកុមារលុះត្រាណាតែគាត់ទៅធ្វើការហើយមិនបានទៅរៀនសូត្របាទមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការឈប់សម្រាកហើយគឺដឹងថាធ្វើការជាប់អាហ្នឹងគឺចូលពលកម្មកុមារឬក៏ការងារដោយបង្ខំហើយបាទអញ្ចឹងយើងនឹងមាននិយមន័យយើងបន្តទៀតអ្វីទៅជាការងារកុមារឥឡូវនេះជានិយមន័យការងារកុមារបាទបន្តិចទៀតយើងនិយាយពីការងារគ្រោះថ្នាក់យើងនិយាយពីការងារស្រាលបាទឥឡូវយើងមើលនេះវាជាប្រភេទការងារកុមារបាទមានដូចជាការនេះជូតផ្ទះអីជួយបត់កៅអៅអីបាទនេះអាយហ្នឹងហើយហ្នឹងគឺជាការងារកុមារចិត្តមួយទៀតការងារស្រាលបាទអញ្ចឹងការងារស្រាលគឺជាប្រភេទការងារទាំងឡាយណាដែលมันប៉ះពាល់ឬក៏ធ្វើឲ្យខូចសុខភាពឬក៏ការអភិវឌ្ឍនឹងកាយរបស់កុមារมันបណ្ដាលឲ្យប៉ះពាល់ដល់ការសិក្សាជាទៀងទាត់ការចូលរួមក្នុងកម្មវិធីតម្រង់ទិសឬបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចបាទអញ្ចឹងបងយើងអាចមើលណារូបនេះអាហ្នឹងគាត់នៅជាការងារស្រាលដែលគាត់ជួយតិចតួចនឹងឯងឥឡូវយើងចូលនិយមន័យមួយទៀតអានេះហៅថាពលកម្មកុមារបាទអញ្ចឹងយើងមើលពលកម្មកុមារគឺជាការងារទាំងឡាយណាទោះបីទទួលបានកម្រៃក្តីមិនទទួលបានកម្រៃក្តីមិនទទួលបានកម្រៃក្តីណាដែលប៉ះពាល់ដល់ការរីកលូតលាស់ផ្នែកចិត្តគំនិតផ្នែករាងកាយផ្នែកសង្គមឬក៏ផ្នែកសិលធម៌របស់កុមារហ្នឹងអាយុក្រោម18ឆ្នាំជាពិសេសរាំងស្ទះដល់ការសិក្សាគេអញ្ចឹងហើយការងារទាំងអស់ហ្នឹងហើយដែលយើងរាប់បញ្ចូលថាជាពលកម្មកុមារបាទអញ្ចឹងចំណុចនេះមានបងណាគាត់មានមតិយោបល់អីទេពាក់ព័ន្ធនឹងពលកម្មកុមារនេះមានមតិយោបល់មានចម្ងល់អីបងជួយលើកជាមតិយោបល់តិចមើលលោកគ្រូខ្ញុំសរុនភាសាទៀតលោកគ្រូលោកគ្រូបាទសរុនអញ្ចឹងយើងមានការងារស្រាលសម្រាប់កុមារផ្សេងហើយក៏យើងមាននិយមន័យសម្រាប់ពលកម្មកុមារផ្សេងគ្រូខ្ញុំមើលទៅពីពាក្យថាពលកម្មកុមារនេះវាក្តោបទៅលើការងារស្រាលរបស់កុមារជាគ្រូនេះបើខ្ញុំយល់ទេគ្រូបាទហ្នឹងហើយបងជាពលកម្មកុមារគឺយើងចង់សំដៅទៅលើការងារទាំងឡាយណាដែលធ្វើឲ្យវាប៉ះពាល់ទៅដល់ផ្នែកចិត្តគំនិតផ្នែករីកលូតលាស់នៅផ្នែករាងកាយប៉ះពាល់ទៅលើសិលធម៌ណាហើយអ្វីដែលជាពិសេសរាំងស្ទះគាត់មិនបានទៅធ្វើការងារមិនបានទៅរៀនសូត្រទៀតមិនបានទទួលការអប់រំទៀតអាហ្នឹងហើយគឺយើងរុញថាជាប្រភេទពលកម្មកុមារចំណែកឯការស្រាលគឺជាការងារដែលគាត់ជួយទេការងារជួយឪពុកម្ដាយហើយយើងមានប្រកាស002យើងកំណត់ប្រភេទការងារស្រាលហ្នឹងទៀតអញ្ចឹងណាបងអញ្ចឹងបើគាត់បើសិនជាគាត់ស្ថិតនៅក្នុងប្រភេទការងារស្រាលហ្នឹងយើងមិនមែនថាយើងគាត់ជាពលកម្មកុមារទេព្រោះការងារស្រាល
គឺជាការងារទាំងឡាយណាដែលมันប៉ះពាល់ចិត្តគំនិតការរីកលូតលាស់នៃរាងកាយអីរបស់គាត់ហ្នឹងណាបាទហ្នឹងវាខុសគ្នាទាំងឡាយហ្នឹងណាបាទយល់គ្រូយល់ហើយគ្រូបាទហើយលេងតទៅចំណុចយើងមួយទៀតបាទអានេះទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារបាទអញ្ចឹងបងមើលណាទម្រង់នៃធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារវាជាការងារទាំងឡាយណាណាដូចតែមានលក្ខណៈឬក៏ស្ថានភាពរបស់វាហ្នឹងនៅពេលដែលគេបានអនុវត្តអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពសុខភាពការងារសិលធម៌រស់នៅរបស់កុមារបាទអាហ្នឹងយើងអាចចាត់ទុកថាវាជាទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារហ្នឹងណាបាទអញ្ចឹងនៅពេលដែលគាត់ធ្វើទៅពេលគាត់មិនទាន់ចូលធ្វើអីគាត់មមួនអីល្អមិនប៉ះមិនមានអីសុខភាពគាត់ល្អទេអញ្ចឹងសុខភាពគាត់ល្អទេនៅពេលដែលគាត់ធ្វើការទៅចាប់ផ្ដើមរាងកាយរបស់គាត់នឹងមានការប្រែប្រួលណាមានសភាពស្លេកស្លាំងទ្រុឌទ្រោមអីយ៉ាងទៅបាទហើយអាកន្លែងការងារគាត់ហ្នឹងมันមានសុវត្ថិភាពសម្រាប់គាត់ទៀតបាទអាហ្នឹងហើយវាជាការងារដែលគ្រោះថ្នាក់បំផុតសម្រាប់គាត់បាទដូចយើងមើលក្នុងរូបនេះចឹងបាទអានេះនៅកន្លែងរោងជាងដែលគាត់ធ្វើការនៅកន្លែងរោងជាងណាបងបាទអញ្ចឹងកន្លែងរោងជាងនេះក៏វាជាការងារប្រកបដោយគ្រោះថ្នាក់ដែរมันអាចឲ្យក្មេងដែលក្រោម18ឆ្នាំហ្នឹងចូលធ្វើការបានទេកន្លែងហ្នឹងយើងមើលចំណុចយើងបន្តទៀតបាទឥឡូវបងមើលនេះក្មេងគាត់កាន់ម៉ាស៊ីនដេរបាទគាត់នៅកន្លែងរោងពុំណាបាទហើយនេះយើងនេះក្មេងទៅជួយការងារណាមានលីសែងមានអូសអត់អីហ្នឹងបាទហើយមានកន្លែងនេះបាញ់ថ្នាំអីទៀតណាបាទអញ្ចឹងវាទាំងអស់ហ្នឹងវាជាការងារប្រកបដោយគ្រោះថ្នាក់ណាគឺជាការងារដែលប៉ះពាល់ដល់សុខភាពសន្តិសុខឬក៏សិលធម៌របស់កុមារបាទអញ្ចឹងការងារប្រកបដោយគ្រោះថ្នាក់នេះចាប់ពីប្រមាណទៅដែលអាចធ្វើបានបងអាយុគាត់ចាប់ពីប្រមាណទៅដឹងឯកន្លែងនេះបងពីម្សិលមិញឃើញលោកគ្រូបញ្ញាគាត់បានបញ្ជាក់ដែរណាការងារប្រកបដោយគ្រោះថ្នាក់ហ្នឹងមិនមែនថាហាមគាត់មិនអោយធ្វើការងារគាត់ធ្វើបានប៉ុន្តែលុះត្រាតែគាត់មានការបណ្ដុះបណ្ដាលជំនាញទៅមិនហាមនេះទេគ្រាន់តែថានៅពេលដល់អាយុហ្នឹងគាត់អាចធ្វើការងារបានប៉ុន្តែការងារវាប្រកបដោយគ្រោះថ្នាក់លុះត្រាតែគាត់មានការបណ្ដុះបណ្ដាលជំនាញមានគ្រូនៅមានអ្នកនៅឃ្លាំមើលគាត់ជាប្រចាំហ្នឹងបានគាត់អាចធ្វើការងារប្រកបដោយគ្រោះថ្នាក់បានដឹងការងារប្រកបដោយគ្រោះថ្នាក់ចាប់ពីអាយុប៉ុន្មានទៅបងដឹងហ៎មានចាំហ៎សាមិញដូចជា16ឆ្នាំហើយលោកគ្រូបាទអរគុណបងគឺអាយុចាប់ពី16ឆ្នាំទៅណាគេអាចធ្វើការងារប្រកបដោយគ្រោះថ្នាក់មួយចំនួនបានបាទមិនធ្វើបានគ្រប់នេះណាគ្រប់ប្រភេទទេណាបងបាទនេះដូចអាការងារប្រកបដោយគ្រោះថ្នាក់នេះបាញ់ថ្នាំនេះទោះបីគាត់16ក៏អត់ឲ្យធ្វើការដែរនេះបានដែរបាញ់ថ្នាំសារធាតុគីមីហ្នឹងណាបាទអញ្ចឹងមានការងារមួយចំនួនណាបាទដែលមានអាយុពី18ទៅហ្នឹង16ទៅហ្នឹងគាត់អាចធ្វើបានប៉ុន្តែមានមួយចំនួនទៀតគឺមិនអាចធ្វើបានទេអញ្ចឹងអាហ្នឹងយើងមានកំណត់នៅក្នុងប្រកាស106ដែរមាន38ប្រភេទបាទនៅក្នុងនេះបងដូចជាអត់មានអ្នកធ្វើការនៅក្នុងផ្នែករ៉ែណាកាលវគ្គមុនដូចជាមានអ្នកធ្វើនៅក្នុងរ៉ែបាទខាងដងរ៉ែដងអីណាបាទបាញ់ដងរ៉ែអីគឺហាមដាច់ខាតតែម្ដងក្មេងក្រោម18ហ្នឹងបាទអញ្ចឹងចំណុចនេះបងយើងអត់មានចងល់អីទេណាខ្ញុំអាចបន្តទៅទៀតបានណាបាទអញ្ចឹងអានេះយើងចូលមកមួយទៀតការងារដោយបង្ខំបាទឬពលកម្មដោយផលឬការងារដោយបង្ខំបាទ
ចឹងការងារនេះគឺយើងសំដៅទៅលើការប្រើប្រាស់កុមារណាឲ្យធ្វើការក្នុងការកាត់ជំពាក់ការដោះបំណុលគ្រួសារបង្ខាំងឲ្យធ្វើការខុសលក្ខខណ្ឌការងារឬបង្ខំឲ្យធ្វើការប៉ះពាល់ដល់ផ្លូវកាយនិងផ្លូវចិត្តដោយមានចែងនៅក្នុងអនុសញ្ញាអង្គការអន្តរជាតិខាងការងារលេខ29ណាស្ដីពីការងារដោយបង្ខំនិងច្បាប់ស្ដីពីការងារមាត្រា16បាទសាមិញលោកគ្រូក៏បានបញ្ជាក់ដែរការងារដោយបង្ខំហ្នឹងណាបាទគាត់បានលើកជាឧទាហរណ៍ដែរសាមិញបងណាការងារដោយបង្ខំនេះណាបាទលោកគ្រូខ្ញុំសុំសួរមួយលោកគ្រូបាទបានជើញមកជើញនៅក្នុងតាមដងផ្លូវពេលយើងបើកបរម៉ូតូឡើងទៅយើងឃើញមានក្មេងៗមួយចំនួនហើយគាត់ធ្វើការងារលក្ខណៈមកសុំទានណាហើយសុំពីយើងអញ្ចឹងណាហើយពេលខ្លះពេលកន្លែងទៅពេលខ្លះក៏ឃើញដូចមានឪពុកម្ដាយគាត់អង្គុយនៅខាងក្រោយពេលខ្លះក៏អត់ឃើញមានអញ្ចឹងណាហើយនៅក្នុងលក្ខខណ្ឌបែបហ្នឹងយើងចាត់ទុកថាជាការងារដោយបង្ខំទេពេលឃើញគាត់អញ្ចឹងហើយមើលទៅមិនដឹងថាគាត់បានរៀនសូត្រអត់ហើយមិនដឹងគាត់ពីមួយថ្ងៃគ្រប់ម៉ោងអីចឹងក៏យើងមិនដឹងចឹងគ្រូបាទយើងអាចរាប់គាត់ជាការងារដោយបង្ខំឬក៏ជាពលកម្មកុមារបានកន្លែងហ្នឹងណាបងបាទយើងអាចចាត់ទុកថាដល់ជាបង្ខំបានព្រោះបង្ខំឲ្យគាត់មកដើរសុំរ៉អីហ្នឹងវាជាការងារមួយដែលខុសច្បាប់ដែលច្បាប់ហាមឃាត់ណាបាទតែបង្ខំឲ្យក្មេងបង្ខាំងក្មេងនិយាយថាអាចថាបង្ខាំងក្មេងអត់បានទៅរៀនទេពេលហ្នឹងហើយអាក្មេងដែលសុំស្តុបគឺឥឡូវនេះគាត់មានពេលថ្ងៃឥឡូវពេលថ្ងៃអត់មានទេមានតែពេលយប់អត់មានបាទពេលយប់បាទអាហ្នឹងវានិយាយរួមទៅវាផុតពីដែនខាងក្រសួងការងារពួកខ្ញុំវិញវាទៅដែនរបស់ក្រសួងសង្គមកិច្ចដែលគេមានយុគឋានគេទទួលបន្ទុកខាងក្មេងហ្នឹងមួយដែរបាទគេមានដូចជាមានកម្មវិធីគេមួយដែរនៅក្នុងហ្នឹងណាក្មេងដើរសុំទានហ្នឹងគឺគេមានចាប់យកទៅកន្លែងមណ្ឌលអប់រំហើយឬក៏មណ្ឌលមណ្ឌលខ្ញុំភ្លេចដែរណាមណ្ឌលហ្នឹងជួយសម្រាប់ក្មេងក្រីក្រក្មេងទូរគតក្មេងអីហ្នឹងណាក្មេងដែលគ្មានទីពឹងអីហ្នឹងណាចាលោកគ្រូហៅដូចជាមណ្ឌលកុមារកំព្រាបាទស្គាល់តែឃើញមណ្ឌលកុមារកំព្រាបាទអានេះគេមានមណ្ឌលគេមួយសម្រាប់ជួយបំពន់ជួយមើលថែរក្សាក្មេងបាទមានទាំងផ្ដល់ចំណីអាហារមានទាំងផ្ដល់ចំណេះកន្លែងអប់រំអីគេណាបាទក៏ប៉ុន្តែពិបាកដែរក្មេងហ្នឹងគឺកន្លងមកក្រសួងខាងសង្គមកិច្ចដូចគាត់ធ្លាប់ធ្វើដែរដើរយកក្មេងហ្នឹងទៅដាក់អញ្ចឹងទៅតែវាមានបញ្ហាវិញមានរឿងច្រើនទៀតវាពាក់ព័ន្ធទៅដល់នឹងអាណាព្យាបាលរបស់គេពួកក្មេងទាំងអស់វាស្ថិតនៅក្រោមអំណាចមេបារបស់គេដែរហ្នឹងចាលោកគ្រូឃើញពួកគាត់មួយចំនួនខ្លះមើលទឹកមុខគាត់ទៅដូចធ្វើបែបខ្លះទៅមើលទៅដូចបង្ហាញអាភាពចង់ណាលោកគ្រូពេលអញ្ចឹងខ្ញុំសួរចំណុចហ្នឹងទៅលោកគ្រូថាពេលខ្លះក៏ឃើញសម័យខ្លួនឬក៏បង្ហាញភាពថាចង់ធ្វើអញ្ចឹងហើយហ្នឹងនៅក្នុងការងារហ្នឹងបាទហ្នឹងវាជាការងារដោយបង្ខំហើយឬមួយក៏ពលកម្មកុមារហើយចំណុចហ្នឹងណាបងហ្នឹងខាងក្រសួងសង្គមកិច្ចគាត់ជាអ្នកដោះស្រាយមានណាព្រោះការងារទទួលក្មេងដែលធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធនេះភាគច្រើនណាបាទហើយបើពាក់ព័ន្ធជាមួយនឹងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធហ្នឹងគឺយើងអត់ទាន់បានគ្រប់គ្រងបានអស់ទេវាបានការគ្រប់គ្រងតិចក្រៅប្រព័ន្ធហ្នឹងបើនៅក្នុងប្រព័ន្ធយើងគ្រប់គ្រងបានឥឡូវនេះវានៅសល់តិចតួចអញ្ចឹងណាបាទចាលោកគ្រូអរគុណលោកគ្រូបាទអរគុណច្រើនណាបងអញ្ចឹងយើងបន្តទៅការងារយើងមួយទៀតបាទឥឡូវនេះយើងនៅសល់ម៉ោងច្រើនដែរយើងសម្រាប់ឬក៏យើងបន្តទៅបន្តិចទៀតណាបងមិនដែរសម្រាប់ក៏ចង់សម្រាប់អត់អីឥឡូវខ្ញុំសួរបងទាំងអស់គ្នាសិនបើសិនជាចាំសម្រាប់ឲ្យព្រោះវាទៅយើងនៅក្រោយ
នេះយើងនៅទៀតបាទ bạn của anh sầm rã chắc là cô បានលោកគ្រូរៀងឃ្លានដែរលោកគ្រូបាទ បាទបង មិន គ្រូ ឃ្លានហើយយ៉ាងហេវដែរហ្នឹងហើយបងឥឡូវថាយើងសម្រាប់ចាំម៉ោងក្រោយយើងនឹងតពីចំណុចទី2ហ្នឹងទៅណាពីព្រោះនេះវាបើសិននេះខ្ញុំនិយាយទៅវាអត់ចប់ព្រោះវាឲ្យវាប្រភេទវានៅប្រតិគ្នាទៅរហូតអញ្ចឹងបងអាកន្លែងប្រភេទមុខរបរលក្ខខណ្ឌការងារនេះវាទៅគ្នាមួយគ្នាអញ្ចឹងណា បាទត្រឹមត្រូវលោកគ្រូកុំមកដាច់គ្នាគ្រូ បាទព្រោះចំណុចនេះខ្ញុំមើលទៅវានៅតាក់គ្នារហូតដោយប្រភេទមុខរបរហ្នឹងគឺយើងត្រូវនិយាយជាប់គ្នាមានប្រកាសអាហ្នឹងយើងចូលដល់និយាយពីប្រកាសទាំង13ហ្នឹងឯងប៉ុន្តែក្នុងនេះយើងលើកមកដូចជាប្រកាស12ខ្ញុំលើកមកនិយាយហ្នឹងណាបាទយើងកំណត់ប្រភេទការងារទាំង12ប្រកាសនៅក្នុងហ្នឹងទាំងអស់មានមុខរបរហើយមានខាងក៏ពីការនៅក្នុងហ្នឹងជាមួយដែរ អញ្ចឹងបើយើងសម្រាប់ប៉ុណ្ណឹងក៏បានដែរហើយចាំថ្ងៃម៉ោងក្រោយយើងនឹងបន្តពីចំណុចទី2ហ្នឹងទៅតែម្ដងណាបងណា បាទលោកគ្រូបាទ បាទលោកគ្រូបាទ បាទលោកគ្រូ ជាអត់ លោកគ្រូខ្ញុំលេខរៀងទី10ខ្ញុំអត់ខ្ញុំចូលមកក្រោយលោកគ្រូ បាទអរគុណច្រើនណាបងទាំងអស់គ្នាដែលបានចូលរួម លោកគ្រូតាក់តងមួយវត្តមានណាលោកគ្រូខ្ញុំចូលមកក្រោយ លោកគ្រូឲ្យ2ដងហើយហ្នឹង អូជន់លីហ៎ជន់លី បាទលោកគ្រូលេខរៀងលេខ10លោកគ្រូ ជន់លីមិនឃើញច្បាប់ឡើយ ហ្នឹងហើយច្បាប់លោកគ្រូដោយសារជាប់ហើយទៅបានចូលវិញបាទ ចូលមកក្រោយគេវិញ បាទលោកគ្រូបាទ ជំរាបសួរលោកគ្រូ ហ្នឹងហើយ សួរមួយ បាទបងពីលីបបងពីលីបមិនហើយតាខ្ញុំថិចហៅ អូខេបាទអរគុណលោកគ្រូអត់លឺលោកគ្រូហៅ មុនហ្នឹងអ្នកអត់ហៅខ្ញុំបានថិចហៅអ្នកដែលនៅសល់មានដូចជាសៃនៀតខ្ញុំអត់ឃើញគាត់ឆ្លើយជាសៃនៀតហើយនឹងក៏ដូចជាសេងហួតនេះក៏ឃើញគាត់ឆ្លើយដែរពីហ្នឹងណាតែក្រៅពីហ្នឹងដូចជាថិចអស់ហើយអត់មានអ្នកនៅសល់ទេ គ្រូចាំដាក់វារៀននៅក្នុង slide ហ្នឹងលោកគ្រូ បាទអត់ទេចាំខ្ញុំនឹងតម្លាក់ជូនណាខ្ញុំនឹងតម្លាក់មេរៀនឲ្យណាបាទអីយើងអាចសម្រាប់តំណែងទៅហើយស្អែកយើងនឹងម៉ោងក្រោយណាស្អែកហ្នឹងខ្ញុំសុំច្បាប់ដែរណាសុំបងយើងទាំងអស់គ្នាថ្ងៃស្អែកហ្នឹងខ្ញុំជាប់មានធរៈដែរហើយលោកគ្រូបញ្ញាក៏គាត់មានធរៈដែរជាប់ទៅការអ្នកនៅកន្លែងធ្វើការនឹងដែរណា លោកគ្រូបាទ លោកគ្រូបាទតែស្អែកសុំច្បាប់លោកគ្រូណាការដែរ បាទគ្រូជាប់ការដែរ បាទថាច្រើនស្អែកហ្នឹងខ្ញុំជាប់ដែរជាមួយលោកគ្រូបញ្ញាជាមួយបងបញ្ញាជាប់ដែរហ្នឹងហ្នឹងអរគុណច្រើនណាបងក្នុងការចូលរួមទាំងអស់គ្នាណាសុខភាពល្អ បាទអរគុណលោកគ្រូបាទ បាយឲ្យសម្រាប់បានលក់ស្រួលណាអរគុណច្រើនបាទអរគុណបាទ